តាឯងកំពុងឈួតហើយមែនទេខ្ញុំមិនចូលទៅក្នុងផ្ទះនោះទេលីសានិយាយដោយនាងខឹងតាឯងមានលឺអីអត់លីសាខ្សឹបយប់ខ្យល់ត្រជាក់បក់ផាត់តាមគ្រប់លំហូរក្នុងភូមិចាស់ដែលគេហៅថាភូមិស្រមោលក្នុងភូមិនេះមានផ្ទះឈើបុរាណមួយឈរនៅលើភ្នំតូចមួយផ្ទះនេះមានអាយុកាលរាប់រយឆ្នាំមកហើយអ្នកភូមិតែនិយាយថាផ្ទះនេះជាកន្លែងដែលមានព្រលឹងអាក្រក់រស់នៅរ៉ូសនិងលីសាជាបងប្អូនជីដូនមួយដែលទើបតែផ្លាស់មករស់នៅក្នុងភូមិនេះអ្នកទាំងពីរមិនដែលជឿលើរឿងខ្មោចព្រាយទេតែគេក៏មិនបានចាប់អារម្មណ៍លើរឿងពាក្យចាំអារាមរបស់អ្នកភូមិអំពីផ្ទះបុរាណនោះដែរមើលទៅដូចជាផ្ទះចម្លែកណាស់លីសានិយាយទៅកាន់គ្នាលេងតែខ្ញុំគិតថាវាស្អាតដែររ៉ូសតបវិញប្រហែលជាយើងអាចទៅលេងនៅទីនោះបានពេលណាមួយលីសាញឹមតិចសុខចិត្តស្លាប់ក៏ខ្ញុំមិនទៅដែរនាងឆ្លើយមួយសប្តាហ៍ក្រោយមកនៅយប់មួយដែលភ្លៀងធ្លាក់យ៉ាងខ្លាំងរ៉ូសនិងលីសាបានវង្វេងផ្លូវពេលត្រឡប់ពីពិធីជប់លៀងមួយនៅផ្ទះមិត្តភ័ក្តិរបស់ពួកគេបានដើរតាមផ្លូវតូចចង្អៀតមួយហើយរកឃើញថាខ្លួនឯងកំពុងឈរនៅមុខផ្ទះឈើបុរាណនោះតើយើងគួរតែទៅគោះទ្វារស៊ូគេផ្លូវទៅណារ៉ូសសួរឡើងតើឯងកំពុងឈួតហើយមែនទេខ្ញុំមិនចូលទៅក្នុងផ្ទះនោះទេលីសានិយាយដោយនាងខឹងប៉ុន្តែភ្លៀងកាន់តែខ្លាំងឡើងហើយខ្យល់បក់បោកខ្លាំងធ្វើឲ្យពួកគេញ័រទាំងខ្លួនទីបំផុតពួកគេសម្រេចចិត្តគោះទ្វារពួកគេមិនបានរំពឹងថានឹងមានអ្នកបើកទ្វារឆ្លើយតបទេតែភ្ញាក់ផ្អើលពេលបុរសចំណាស់ម្នាក់បើកទ្វារហើយស្វាគមន៍ពួកគេឲ្យចូលក្នុងអ្នកទាំងពីរចូលមកកុំឲ្យត្រូវទឹកភ្លៀងយូរពេកអីខ្លាចឈឺបុរសចំណាស់និយាយទាំងញឹមទោះបីជាមានអារម្មណ៍មិនស្រួលក្នុងចិត្តក៏ដោយក៏ពួកគេចូលទៅក្នុងផ្ទះខាងក្នុងផ្ទះមានពន្លឺទៀនតិចហើយមានក្លិនធូបឈុយបុរសចំណាស់នាំពួកគេទៅកាន់បន្ទប់ទទួលភ្ញៀវដែលមានភ្លើងទៀនបំភ្លឺនៅក្នុងបន្ទប់បុរសចំណាស់និយាយខ្ញុំឈ្មោះឈីនជាអ្នកមើលការខុសត្រូវផ្ទះនេះគាត់ក៏ណែនាំខ្លួនហើយក៏សួរតើអ្នកទាំងពីរកំពុងរកអ្វីនៅទីនេះពេលយប់ហ្នឹងរ៉ូសនិយាយថាយើងបានវង្វេងផ្លូវដោយសារភ្លៀងធ្លាក់ខ្លាំងពេកយប់ងឹតពេកតើលោកពូអាចប្រាប់យើងពីផ្លូវត្រឡប់ទៅភូមិវិញបានទេពូឈីនក៏សើចតិចយ៉ាងចម្លែកអូអ្នកទាំងពីរមិនអាចទៅណាបានទេពេលយប់នេះភ្លៀងធ្លាក់ខ្លាំងពេកហើយព្រៃនៅក្បែរនេះគ្រោះថ្នាក់ណាស់នៅពេលយប់ពួកអ្នកទាំងពីរគួរតែស្នាក់នៅទីនេះសិនហើយព្រឹកឡើងចាំខ្ញុំជូនក្មួយទៅផ្ទះវិញលីសានិងរ៉ូសមើលមុខគ្នាដោយភ័យព្រួយតែពួកគេមើលទៅក្រៅតាមបង្អួចហើយឃើញថាភ្លៀងធ្លាក់កាន់តែខ្លាំងមែនដូច្នេះពួកគេក៏យកព្រមស្នាក់នៅពូឈីននាំពួកគេទៅបន្ទប់គេងមួយនៅជាន់លើបន្ទប់មានគ្រែធំពីរហើយសោភ័ណភាពចាស់ប៉ុន្តែពួកគេក៏មានអារម្មណ៍ចម្លែកណាស់ដែរយប់នេះមិនត្រូវចេញពីបន្ទប់ឡើយណាពូឈីនព្រមានក្នុងផ្ទះនេះមានច្បាប់ខ្លះដែលត្រូវគោរពកុំដើរលេងពេលយប់កុំបើកទ្វារបន្ទប់ណាផ្សេងទៀតហើយសំខាន់បំផុតកុំឆ្លើយតបទៅសំឡេងណាដែលអ្នកទាំងពីរបានឮពីក្រៅបន្ទប់បន្ទាប់មកពូឈីនក៏បិទទ្វារបន្ទប់ហើយចាក់ចេញទៅអ្នកទាំងពីរអង្គុយលើគ្រែដោយទឹកមុខភ័យព្រួយតើយើងហេងឬយើងសើចទេយើងមិនគួរចូលមកក្នុងផ្ទះនេះទេលីសាខ្សឹបតិចដឹងហើយតែឥឡូវយើងនៅទីនេះហើយរ៉ូសតបវិញគិតទៅវាមិនអីទេត្រឹមតែមួយយប់ទេពួកគេសម្រេចចិត្តចូលគេងប៉ុន្តែពួកគេគេងមិនលក់ទេដោយសារតែសំឡេងស្នូភ្លៀងនិងផ្គរបន្ទាប់មកប្រហែលជាពាក់កណ្ដាលរធាតុពួកគេមានសំឡេងចម្លែកមួយសំឡេងយំរបស់ទារកនៅមុខបន្ទប់ពួកគេតើឯងមានលឺអីអត់លីសាខ្សឹប
យើងលឺរោឆ្លើយតបវិញតែចាំថាពូឈីនប្រមានយើងមិនត្រូវឆ្លើយតបទេស្រីណាជាអ្នកស្រាវជ្រាវរឿងខ្មោចដ៏ល្បីល្បាញនាងធ្លាប់បានជួបបទពិសោធន៍ជាមួយវិញ្ញាណកាលពីក្មេងហើយចាប់តាំងពីពេលនោះមកនាងបានប្តូរជីវិតមកស្រាវជ្រាវរឿងអាថ៌កំបាំងសុផលជាអ្នកថតរូបអាជីពដែលកាមេរ៉ារបស់គេតែងតែថតបានរូបភាពចម្លែកគាត់សង្ស័យថាខ្លួនមានសមត្ថភាពពិសេសក្នុងការមើលឃើញវិញ្ញាណសុភាជាគ្រូបង្រៀនប្រវត្តិវិទ្យានាងមិនជឿលើរឿងខ្មោចទេប៉ុន្តែចង់បញ្ចុះបញ្ចូលខ្លួនឯងថាវិញ្ញាណពិតជាមានរតនាជាអ្នកចិត្តសាស្ត្រនាងមានសមត្ថភាពពិសេសក្នុងការតាក់ទងជាមួយវិញ្ញាណតាមរយៈការប៉ះវត្ថុចាស់ផ្ទះបុរាណនោះឈរស្ងៀមស្ងាត់នៅចុងផ្លូវងងឹតសសរទ្រុឌទ្រោមជញ្ជាំងប្រេះស្រកាំនិងបង្អួចបាក់បែកជាច្រើនដើមឈើធំព័ទ្ធជុំវិញផ្ទះធ្វើឲ្យទីនោះកាន់តែងងឹតស្លុបយើងមកដល់ហើយគឺស្រីណានិយាយខណៈពេលបើកឡានចូលទៅក្នុងបរិវេណផ្ទះសុភាសម្លឹងមើលផ្ទះតាមបង្អួចឡានក៏ផ្ទះនេះចាស់ជាងអ្វីដែលខ្ញុំគិតតើវាត្រូវបានសាងសង់នៅពេលណាតាមឯកសារដែលខ្ញុំរកឃើញផ្ទះនេះត្រូវបានសាងសង់កាលពី120ឆ្នាំមុនគឺស្រីណាឆ្លើយគឺគ្រួសារអភិជនមួយបានរស់នៅទីនេះរហូតដល់មានព្រឹត្តិការណ៍ចម្លែកមួយកើតឡើងកង់ឡានស្រាប់តែជាប់អ្វីមួយសំឡេងកិនអ្វីឮឡើងអ្វីហ្នឹងរតនាស្រែកឡើងសុផលបើកទ្វារឡានចាំខ្ញុំចុះទៅមើលគុំទៅម្នាក់ឯងស្រីណាខាត់ចាំយើងទៅជាមួយគ្នាពួកគេទាំងពីរអ្នកចុះពីឡានមេឃក៏ធ្លាក់ខ្យល់ភ្លៀងពួកគេដើរទៅមើលក្រោមកង់ឡានព្រះហើយស្រីណាដកដង្ហើមធំចុះកង់ឡានស្រីណាលូកដៃទៅប៉ះរបស់ក្មេងលេងនោះភ្លាមនោះគាត់មានអារម្មណ៍ចម្លែកជាមានអ្វីមួយមិនប្រក្រតីខ្ញុំមានអារម្មណ៍ថាមានក្មេងស្រីម្នាក់កំពុងយំនៅជិតយើងសុផលយកកាមេរ៉ាមកថតពេលមើលរូបថតគាត់ស្ទើរតែកាមេរ៉ាធ្លាក់យីមើលរូបថតអីនេះនៅក្នុងរូបថតពួកគេឃើញស្រមោលក្មេងស្រីម្នាក់អង្គុយនៅលើដំបូលឡានពួកគេនាងស្លៀកពាក់ខោអាវចាស់ហើយសក់វែងរបស់នាងបាំងមុខស្ទើរទាំងអស់នេះជាសញ្ញាមិនល្អទេសុផលនិយាយយើងគួរតែត្រឡប់ទៅវិញស្រីណាក្រឡេកមើលផ្ទះយើងមកដល់នេះហើយយើងមិនអាចថយក្រោយបានទេមានរឿងរ៉ាវអ្វីមួយដែលយើងត្រូវរកឲ្យឃើញនៅទីនេះសុភីញ័រខ្លួនកតាអ្នកឮ
សំឡេងអ្វីនោះពួកគេជ្រុលស្ដាប់សំឡេងព្យាណូបន្លឺឡើងពីក្នុងផ្ទះបទភ្លេងពីរោះតែសោកសៅគ្មាននរណាម្នាក់រស់នៅទីនេះអស់រយៈពេលជាង20ឆ្នាំហើយគឺស្រីណានិយាយតើនរណាកំពុងលេងព្យាណូស្រីណាដើរនាំមុខដោយកាន់ចង្កៀងបំភ្លឺផ្លូវពួកគេឈានជើងចូលទៅក្នុងផ្ទះហើយធំក្លិននិងស្អុយរលួយហុយចេញពីគ្រប់ទីមានក្លិនអ្វីមួយដូចជាសាច់រលួយសូភីយកដៃខ្ទប់ច្រមុះខ្ញុំនឹងបើកបង្អួចខ្លះសូផដើរទៅរកបង្អួចប៉ុន្តែពេលគាត់ព្យាយាមបើកវាហាក់ដូចជាមានអ្វីមួយទប់ពីខាងក្រៅចម្លែកណាស់បង្អួចមិនព្រមបើកសោះរតនាដើរទៅជិតជញ្ជាំងនាងឃើញស្នាមឈាមចាស់នាងលូកដៃទៅប៉ះភ្លាមនោះនាងដកដៃវិញដោយភ័យក៏ខ្ញុំឃើញហើយមានគ្រួសារមួយត្រូវបានគេសម្លាប់នៅទីនេះឪពុកម្ដាយនិងកូនស្រី2នាក់សូភីងាកទៅមើលជុំវិញបន្ទប់មានរូបថតគ្រួសារចាស់ជាច្រើនព្យួរលើជញ្ជាំងនាងសម្លឹងមើលរូបថតមួយមើលនេះគ្រួសារនេះមុខមាត់ស្រស់ស្អាតណាស់ប៉ុន្តែនាងឈប់និយាយស្រីណាក៏សួរតើវាប្លែកត្រង់ណាមុខរបស់ក្មេងស្រីម្នាក់នេះវាខុសប្លែកដូចជាមិនមែនជាមនុស្សសូផលលើកាមេរ៉ាឡើងថតរូបថតនោះពេលនោះគាត់ឈរស្ងៀមមួយសន្ទុះស្រាប់តែពួកគេឮសំឡេងជើងរត់នៅជាន់លើយើងឡើងទៅមើលទេស្រីណាសួរមិនគូបំបែកគ្នាទេសុផលប្រាប់ពួកគេដើរចុះជណ្ដើរឈើពេលពួកគេចុះសំឡេងក្ដុងក្ដុងបន្លឺឡើងរតនាស្រាប់តែមានអារម្មណ៍ថាមាននរណាម្នាក់ទាញដៃនាងអ្នកណាទាញដៃខ្ញុំនាងស្រែកពួកគេងាកមកក្រោយឃើញដៃរតនាគ្មានអ្វីទេប៉ុន្តែពេលពួកគេមើលឲ្យច្បាស់មានស្នាមឈាមប្រឡាក់ដៃរតនាដល់ជាន់ក្រោមពួកគេឃើញផ្លូវដើរវែងទ្វារបន្ទប់ជាច្រើនបិទជិតលើជញ្ជាំងមានរូបគំនូរក្មេងលេងជាមួយគ្នាប៉ុន្តែពេលពិនិត្យឲ្យច្បាស់ក្មេងទាំងនោះគ្មានមុខទេបន្ទប់នេះសូភីចង្អុលមានអ្វីមួយហៅយើងពួកគេបើកទ្វារបន្ទប់នេះជាបន្ទប់ក្មេងតុក្កតាចាស់រាប់សិបគ្រឿងអង្គុយជុំគ្នាមានតុក្កតាក្មេងស្រីនិងតុក្កតាផ្សេងទៀតសូផលលើកកាមេរ៉ាឡើងថតពេលមើលរូបថតគាត់ស្ទើរដួលនៅក្នុងរូបថតតុក្កតាទាំងអស់មានតែក្បាលហើយមុខរបស់តុក្កតានីមួយគឺជាមុខក្មេងដែលកំពុងយំស្រាប់តែមានសំឡេងក្មេងស្រីច្រៀងមកលេងជាមួយយើងមកលេងជាមួយយើងសំឡេងនោះកាន់តែខ្លាំងឡើងតុក្កតាទាំងអស់ចាប់ផ្ដើមញ័ររួចភ្លាមនោះតុក្កតាទាំងអស់ក្រោកឈរសម្លឹងមកពួកគេរត់ឲ្យលឿនស្រីណាស្រែកពួកគេរត់ចុះមកជាន់ក្រោមវិញខ្យល់ពីក្រៅបក់ចូលមកធ្វើឲ្យភ្លើងចង្កៀងរបស់ពួកគេរលត់បំបែកគ្នាស្រីណាស្រែកចាប់ដៃគ្នាឲ្យជាប់រតនាស្រាប់តែឮសំឡេងខ្សឹបនៅក្បែរត្រចៀកមករកម៉ាក់នាងងាកទៅមើល
ក្មេងស្រីនោះស្លៀកពាក់ខោអាវពោះសក់វែងរបស់នាងជ្រុះរីពេញមុខពេលក្មេងស្រីនោះងើបមកឡើងសុភីឃើញថានាងអូនស្រីអូនឯងមករកម៉ាក់មែនទេក្មេងស្រីនោះនិយាយម៉ាក់នៅទីនេះនាងចង្អុលទៅជញ្ជាំងណាត់មួយរតនាញ័រខ្លួននាងព្យាយាមស្រែកប៉ុន្តែស្រែកសំឡេងមិនចេញនៅម្ខាងទៀតរតនាសំឡេងព្យាណូបន្លឺឡើងនាងដើរទៅតាមសំឡេងនៅក្នុងបន្ទប់គ្រួសារនាងឃើញស្ត្រីម្នាក់អង្គុយលេងព្យាណូស្ត្រីនោះស្លៀកពាក់សម្លៀកបំពាក់បុរាណពណ៌ស្ត្រីនោះឈប់លេងនាងងាកមកក្រោយយឺតមុខរបស់នាងស្រស់ស្អាតប៉ុន្តែទឹកភ្នែកឈាមហូរចេញពីភ្នែករបស់នាងសូមជួយកូនខ្ញុំផងស្ត្រីនោះអង្វរពួកគេយកកូនខ្ញុំផងនាងគេយកកូនខ្ញុំពិសោធន៍ពួកគេធ្វើទារុណកម្មកូនខ្ញុំសុផលកំពុងថតរូបជុំវិញបន្ទប់នៅក្នុងកាមេរ៉ាគាត់ឃើញស្រមោលខ្មៅជាច្រើនឈរព័ទ្ធជុំវិញគាត់ពួកវាជាស្រមោលក្មេងមុខរបស់ពួកគេពោពេញទៅដោយស្នាមរបួសសូមជួយពួកយើងផងសំឡេងក្មេងខ្សឹបសូមជួយឲ្យពួកយើងមានសេរីភាពស្រីណាឈរនៅកណ្ដាលបន្ទប់ស្រាប់តែនាងឃើញបុរសម្នាក់ស្លៀកពាក់អាវពេទ្យឈរនៅមុខនាងស្វាគមន៍មកកាន់មន្ទីរពិសោធន៍របស់ខ្ញុំគាត់និយាយដោយញឹមខ្ញុំត្រូវការអ្នកស្ម័គ្រចិត្តថ្មីសម្រាប់ការពិសោធន៍របស់ខ្ញុំមុខរបស់គាត់ស្រាប់តែប្រែទៅជាស្វាយដ៏គួរឲ្យខ្លាចដៃរបស់គាត់កាន់កាំបិតវះកាត់ដែលប្រឡាក់ឈាមរត់ស្រីណាស្រែកប្រាប់មិត្តភក្តិយើងត្រូវចេញពីទីនេះឥឡូវប៉ុន្តែពេលពួកគេញាតទៅរកទ្វារស្រមោលខ្មៅរាប់សិបបានលេចឡើងព័ទ្ធជុំវិញពួកគេស្រមោលនីមួយជាវិញ្ញាណក្មេងដែលត្រូវបានគេធ្វើទារុណកម្មសូមកុំទៅពួកគេអង្វរសូមជួយពួកយើងសូមជួយបញ្ចប់ការឈឺចាប់របស់ពួកយើងរតនាប៉ះដៃស្រីណានាងមានអារម្មណ៍ថាមានអ្វីមួយសំខាន់ដែលពួកគេត្រូវធ្វើនៅទីនេះយើងមិនអាចទៅបានទេនាងនិយាយពួកគេត្រូវការជំនួយពីយើងត្រូវតែដឹងថាមានរឿងអ្វីកើតឡើងនិងជួយរំដោះវិញ្ញាណទាំងនេះរតនាឈរស្ដាប់សំឡេងកណ្ដឹងនាឡិកាចាស់មួយដែលលាន់ឮក្នុងភាពស្ងាត់នាងដឹងថាវាដល់ពេលហើយខ្ញុំឃើញហើយនាងនិយាយដោយសំឡេងញ័រគប់ផ្ទះនេះមិនមែនគ្រាន់តែជាផ្ទះធម្មតាទេវាជាមន្ទីរពិសោធន៍សម្ងាត់គាត់មានគំនិតឆ្កួតគាត់ជឿថាគាត់អាចស្រាវជ្រាវអំពីព្រលឹងមនុស្សតាមរយៈការធ្វើពិសោធន៍លើក្មេងគាត់ចាប់ក្មេងកំព្រាពីមណ្ឌលកុមារកំព្រាក៏រតនាបន្តខណៈដែលនាងប៉ះសៀវភៅកត់ត្រាចាស់មួយគឺគាត់និយាយប្រាប់អាជ្ញាធរថាគាត់ចង់យកក្មេងមកចិញ្ចឹមប៉ុន្តែការពិតគាត់យកពួកគេមកធ្វើជាសត្វពិសោធន៍សុផលលើកកាមេរ៉ាឡើងថតរូបសៀវភៅកត់ត្រានោះនៅក្នុងរូបថតគាត់ឃើញអក្សរដែលសរសេរដោយឈាមសូមជួយពួកយើងផង
រតនារត់ទៅបន្ទប់សម្ងាត់មួយនៅក្រោមជណ្ដើរនៅទីនោះមានឆ្អឹងក្មេងជាច្រើនដាក់រៀបជាជួរលើជញ្ជាំងមានរូបគំនូរនិងកត់ត្រាអំពីការពិសោធន៍ដ៏គួរឲ្យរន្ធត់គាត់ព្យាយាមបំបែកព្រលឹងចេញពីរាងកាយគឺរតនានិយាយដោយទឹកភ្នែកគាត់ជឿថាបើគាត់អាចធ្វើបែបនេះបានគាត់នឹងរកឃើញអាថ៌កំបាំងនៃជីវិតនិងសេចក្តីស្លាប់ប៉ុន្តែការពិសោធន៍របស់គាត់បរាជ័យក្មេងស្លាប់ក្នុងការឈឺចាប់ចុះវេជ្ជបណ្ឌិតនោះស្រីណាសួរនៅពេលអាជ្ញាធរចាប់ផ្ដើមសង្ស័យគាត់បានសម្លាប់ខ្លួនប៉ុន្តែមុនពេលស្លាប់គាត់បានធ្វើពិធីខ្លះដើម្បីចងព្រលឹងរបស់គាត់ជាមួយផ្ទះនេះគាត់មិនចង់ឲ្យនរណាដឹងការពិតគាត់នៅតែបន្តធ្វើទារុណកម្មវិញ្ញាណក្មេងទាំងនេះស្រាប់តែមានសម្លេងយំពីគ្រប់ទីវិញ្ញាណក្មេងចាប់ផ្ដើមលេចមុខម្ដងមួយពួកគេព័ទ្ធជុំវិញក្រុមអ្នកស្រាវជ្រាវយើងបានរងចាំអ្នករាល់គ្នាវិញ្ញាណក្មេងនិយាយព្រមគ្នាអ្នករាល់គ្នាគឺជាក្តីសង្ឃឹមចុងក្រោយរបស់ពួកយើងសូមជួយរំដោះពួកយើងពីការឈឺចាប់នេះស្រាប់តែពន្លឺពណ៌មាសចាំងចេញពីរាងកាយរតនានាងញ័រខ្លួនហើយនិយាយដោយសំឡេងផ្សេងពួកយើងមិនអាចទុកឲ្យគាត់បន្តធ្វើទារុណកម្មក្មេងទៀតទេវិញ្ញាណវេជ្ជបណ្ឌិតលេចមុខភ្លាមនៅចំពីមុខពួកគេអ្នករាល់គ្នាគិតថាអាចបញ្ឈប់ខ្ញុំបានមែនគាត់សើចខ្ញុំបានធ្វើពិធីព្រេងជាច្រើនដើម្បីចង់ប្រឡឹងខ្ញុំនឹងផ្ទះនេះគ្មាននរណាអាចបណ្ដេញខ្ញុំចេញបានទេស្រីណាឈានជើងទៅមុខយើងមិនមែនមកទីនេះដោយចៃដន្យទេយើងម្នាក់មានសមត្ថភាពពិសេសយើងនឹងប្រើកម្លាំងរួមគ្នាសុផលលើកកាមេរ៉ាឡើងកាមេរ៉ារបស់ខ្ញុំអាចចាប់យកវិញ្ញាណរូបភាពពន្លឺចាំងចេញពីកាមេរ៉ាធ្វើឲ្យវេជ្ជបណ្ឌិតថយក្រោយយកសៀវភៅប្រវត្តិសាស្ត្រចេញពីកាបូបខ្ញុំបានស្រាវជ្រាវអំពីពិធីបុរាណដែលអាចបញ្ជូនវិញ្ញាណទៅកាន់ពិភពមួយទៀតរតនាចាប់ដៃស្រីណានិងសុភាសុផលយើងត្រូវប្រមូលផ្ដុំកម្លាំងសូមវិញ្ញាណក្មេងសូមមកជួយពួកយើងវិញ្ញាណក្មេងរាប់រយនាក់ចាប់ផ្ដើមលេចឡើងជុំវិញពួកគេចាប់ដៃគ្នាបង្កើតជារង្វង់ធំមួយវិជ្ជាបណ្ឌិតព្យាយាមវាយប្រហារប៉ុន្តែពន្លឺពណ៌មាសចាំងចេញពីរង្វង់ក្មេងគាត់ស្រែកដោយឈឺចាប់សុភាចាប់ផ្ដើមសូត្រពិធីចាប់ប្រលឹងសុផលថតរូបជាបន្តបន្ទាប់ចាប់យករូបភាពវិញ្ញាណវិជ្ជាបណ្ឌិតរតនាប្រើសមត្ថភាពរបស់នាងដើម្បីទំនាក់ទំនងជាមួយវិញ្ញាណក្មេងការប្រយុទ្ធដ៏សាហាវមួយកើតឡើងវិញ្ញាណក្មេងរំពាត់វិជ្ជាបណ្ឌិតពួកគេចាប់ផ្ដើមទាញគាត់ចូលទៅក្នុងរង្វង់ភ្លើងអ្នកមិនអាចធ្វើបែបនេះបានទេវិជ្ជាបណ្ឌិតស្រែកការពិសោធន៍របស់ខ្ញុំការស្រាវជ្រាវរបស់ខ្ញុំអ្នកបានធ្វើបាបពួកយើងគ្រប់គ្នាវិញ្ញាណក្មេងនិយាយព្រមគ្នាឥឡូវដល់ពេលអ្នកត្រូវទទួលទោសហើយពន្លឺភ្លឺចិញ្ចាចពេញបន្ទប់សំឡេងស្រែកដ៏ខ្លាំងមួយបន្លឺឡើងរួចភ្លាមនោះវិញ្ញាណវិជ្ជាបណ្ឌិតត្រូវបានទាញចូលរង្វង់ភ្លើងកំពុងដុតឆេះគាត់តិច
រឿងព្រះគោព្រះកែវនៅស្រុកល្វើចមួយមានគ្រួសារមួយរស់នៅពីរនាក់ប្តីប្រពន្ធប្រកបរបរធ្វើស្រែចម្ការនាងប្រពន្ធមានផ្ទៃពោះលុះដល់យប់មួយបានយល់សុបិនថានាងបានជន់ជៀនពេជ្រពាក់3វង់ហើយក៏បាត់ទៅវិញនាងភ្ញាក់ឡើងភ័យផងអរផងក៏ឲ្យប្តីទៅរកគ្រូទាយមាននប់ជាប្តីបានទៅរកគ្រូទាយតាមដំណើរសុបិនរបស់ប្រពន្ធគ្រូទាយក៏គុនគូមើលតាមក្បួនដំរាហើយក៏ប្រាប់ទៅមាននប់ថាបើតាមសុបិននេះល្អណាស់គឺមានអ្នកមានបុណ្យមកចាប់កំណើតតែត្រូវឲ្យនាងតមកំបរិភោគផ្លែស្វាយខ្ចីបើមិនដូច្នេះនឹងមានគ្រោះថ្នាក់សូមក្មួយចាំសំគាល់មើលខ្លួនឯងចុះមាននោះត្រឡប់មកផ្ទះវិញក៏ប្រាប់ប្រពន្ធតាមពាក្យដែលគ្រូបានទាយព្រមទាំងហាមប្រពន្ធឲ្យបរិភោគស្វាយខ្ចីលុះពោពោះបានគ្រប់ខែនាងចេះតែនឹកចង់ស្វាយខ្ចីយ៉ាងខ្លាំងពេលមួយនាងដើររកមើលឃើញផ្លែស្វាយខ្ចីមួយក៏ប្រាប់ប្តីឲ្យឡើងបេះតែមាននោះមិនព្រមឡើងបេះឲ្យដោយធ្វើជាទៅចង្កាបាត់ដោយនឹកចង់ស្វាយខ្ចីខ្លាំងពេករហូតដល់ទ្រាំឡើងបានក៏ដើរទៅរកបេះដោយខ្លួនឯងនាងខំប្រវាយប្រវេសឡើងដើមស្វាយនេះឯងពេលទៅដល់លើនាងថោកចំមេឃពុកមួយស្រាប់តែបាក់ធ្លាក់ចុះដល់ដីស្លាប់មួយរំពេចពេលនោះឆ្ងាយពូចេញកូនគោមួយនិងកូនប្រុសមួយពីផ្ទៃរបស់នាងកូនគោចេញមកភ្លាមក៏ជះដើរមួយរំពេចឯកូនមួយទៀតនៅក្នុងស្រោមនៅឡើយកូនគោបានរត់ទៅរកឪពុកឲ្យជួយប្អូនដែរនៅក្រោមដើមស្វាយនោះមានលោកឃើញកូនគោបានដើរតាមរហូតទៅដល់ឃើញប្រពន្ធដេកស្លាប់ក្រោមដើមស្វាយក៏យំសោកសៅប្រពន្ធជីពុនពេកព្រះគោបានប្រាប់ឲ្យឪពុកលើកប្អូនចេញមកមាននោះបានយកកូននោះទៅផ្ទះលុះព្រឹកឡើងមាននោះ3កូនដើរសុំទឹកដោះពីអ្នកស្រុកឲ្យកូនបៅអ្នកស្រុកបានសួរមាននោះថានេះជាកូនអ្នកណាបានជាក្មួយដើររកទឹកដោះឲ្យបៅដូចនេះមាននោះឆ្លើយថានេះជាកូនរបស់ខ្ញុំចុះម្ដាយវាទៅណាបានជាមិនឲ្យបៅប្រពន្ធខ្ញុំធ្លាក់ពីលើដើមស្វាយស្លាប់បាត់ហើយក្នុងពោះរបស់នាងមានកូនគោមួយនិងកូនមួយនេះឯងលើដូច្នេះអ្នកស្រុកផ្អើចោលរោមមើលពេលអ្នកស្រុកមកមើលឃើញមាននោះ3កូនមួយមានទាំងកូនគោមួយនៅក្បែរផងគេនាំគ្នាឈ្ងល់យ៉ាងខ្លាំងហើយដឹងថាមានកូនកើតមកជាសត្វគោឯម្ដាយបែកពុះស្លាប់ខុសគេឯងដូច្នេះអ្នកស្រុកយល់ថានាំឲ្យចង្រៃដល់ភូមិស្រុកក៏នាំគ្នាជេរស្ដីតាមវាយបណ្ដេញមាននោះនិងកូនឡើងឲ្យមកនៅក្បែរភូមិមាននោះនិងកូនទាំងពីររត់ទៅរស់នៅក្នុងព្រៃឆ្ងាយតែពីគេឯងដោយមិនហ៊ានសាងសង់ផ្ទះសម្រាប់ជ្រកកោនអ្វីឡើយមាននោះនាំកូនទៅជ្រកតែក្រោមដើមឈើធំធំហើយដើរបេះផ្លែឈើបរិភោគអាហារក្រោយមកព្រះក៏ព្រះកែវរៀបធំល្មមនឹងក្តីថ្ងៃមួយពីរនាក់បងប្អូនបានចេញមកវាលមួយបានឃើញក្មេងគង់វាលគោមួយវងកំពុងលេងយ៉ាងសប្បាយព្រះគោបានសំបងទៅលេងជាមួយពួកគេដែរដោយបោចបួរធ្វើជាខ្សែចងព្រះគោដឹកចេញទៅលុះដល់ពេលបាយក្
ក្មេងៗទាំងនោះនាំគ្នាស៊ីបាយជុំគ្នាឯព្រះកែវគ្មានបាយក៏ដើរទៅសុំគេឲ្យខ្ញុំសុំស៊ីផងទេអញមិនឲ្យទេយីអានេះមកពីណាបានជាមកសុំបាយគេស៊ីពេលគេស៊ីបាយរួចព្រះកែវឃើញក្របបាយជាប់នៅនឹងស្លឹកចេកក៏សុំគេទៀតតែពួកក្មេងកងវិលនោះបានយកស្លឹកខ្ចប់បាយនោះទៅញីចោលរួចដេញវាជាព្រះកែវចេញទៅព្រះកែវបានរត់មកប្រាប់ព្រះគោដោយយំខ្សឹបខ្សួលនឹងពួកគេតែវាជាមកលើខ្លួនព្រះគោបាននឹងអាណិតព្រះកែវជាប្អូនយ៉ាងខ្លាំងព្រះគោឃើញប្អូនក្លៀនបាយហើយត្រូវគេដេញវាធ្វើបាបរំទាំងតែដៀលថ្មីណូចនេះក៏តាំងរោ3ដងស្រាប់តែចេញក្អែចិញ្ចៀមហូបអាហារទឹកដែលមានបែកធោស្លាកព្រីឡាសត្វតែគ្រឿងមីប្រាក់ឲ្យប្អូនបរិភោគម្នាក់ឯងហើយដើម្បីបានជីបងមិនក្អែអាហារនេះឲ្យពុកយើងផងមិនបានទេអាហារនេះគឺសម្រាប់តែប្អូនឯងតែម្នាក់ប៉ុណ្ណោះពួកក្មេងកុំវាកោបានមើលឃើញព្រះកោក្អែចិញ្ចៀមអាហារនឹងរបស់របរប្រើប្រាស់សត្វតែគ្រឿងមីប្រាក់ដូចនេះក៏ឡប់ចាំមើលដល់ព្រះគោលេបគ្រឿងមីប្រាក់យ៉ាងនោះចូលក្នុងពុកវិញក្មេងៗបាននាំគ្នារត់ទៅប្រាប់ពុកម្ដាយរៀងខ្លួនធ្វើឲ្យចាស់ក្នុងភូមិឈ្មោះពីហេតុការណ៍នេះអ្នកភូមិបាននាំគ្នាប្រើឆាឡោការពូថៅកាន់កំបិតដំបងទៅពាត់ចាប់ព្រះគោដើម្បីវះយកវត្ថុទឹកទាំងនោះពេលឡំពាត់ចាប់បានព្រះគោហើយគេក៏ដឹកយកមកចងជាប់នឹងដើមដណ្ដើមធំមួយនឹងមានមនុស្សអើឈរមើលព្រះគោដោយសេចក្តីងឿឆ្ងល់នឹងចុះបានទ្រព្យរបស់ដែលមាននៅក្នុងពុកព្រះគោពេលអ្នកស្រុកចូលបំរុងនឹងធ្វើបាបព្រះគោព្រាបនោះព្រះគោបានឲ្យប្អូនដើរបន្ទុយឲ្យចុះហើយក៏ហោះឡើងសណ្ដោដើរកណ្ដាលធំរលំហាក់លើពួកអ្នកស្រុកទាំងអស់នោះធ្វើឲ្យអ្នកខ្លះត្រូវបាត់ដៃឬបាត់ជើងបែកក្បាលស្ទើរគ្រប់គ្នាហើយព្រះគោបានស្រែកប្រាប់ទៅអ្នកស្រុកតែត្រូវរបួសថាឲ្យយកដើមកណ្ដាលទៅដាំផឹកនឹងជាវិញហើយពេលឮដូច្នេះអ្នកខ្លះបានកាប់យកឬដើមឈើនោះទៅដាំផឹកដើម្បីព្យាបាលរបស់ខ្លួនស្រាប់តែជាសះស្បើយយ៉ាងស័ក្តិសិទ្ធិមែនក៏នាំគ្នានឹកដល់ព្រះគោដែលមានបារមីរឹកខ្លាំងពូកែនិងលែងហ៊ានបៀតបៀនព្រះគោទៀតព្រះគោបានហោះទៅនៅក្នុងព្រៃដ៏ជ្រៅឆ្ងាយពីភូមិអ្នកស្រុកនេះនេះហើយរស់នៅពីរនាក់បងប្អូនម៉ែស្រះទឹកមួយយ៉ាងល្អនិយាយពីឪពុករបស់ព្រះគោព្រះកែវបាត់កូនមិនឃើញត្រឡប់មកកន្លែងដើមវិញក៏ខំស្រែកហៅជុំវិញទីនោះមិនឃើញសោះមាននោះនឹកកូនឧបមាបានដើររកស្ទើរគ្រប់ទីកន្លែងមិនឃើញទៀតមាននោះធ្វើដំណើរចេញពីទីនោះដើរស្វែងរកកូនដោយក្តីវល់បំផុតមិនយូរប្រមាណឪពុករបស់ព្រះគោព្រះកែវធ្លាក់ខ្លួនឈឺរហូតដល់ដួលស្លាប់ក្នុងព្រៃនោះទៅក្លែងពីពុត្រី7អង្គរបស់ស្ដេចនាងហើយជាបុត្រីបើមានរូបឆោមស្អាតនិងមានចរិតស្លូតបូតជាងគេថ្ងៃមួយបុត្រីទាំងអស់គ្នាអបសក់នឹកចង់ទៅលេងព្រៃតែនៅឆ្ងាយពីរាជវាំងក៏បានទូលសូមអនុញ្ញាតពីព្រះបិតារួចចេញដំណើរទៅលុះទៅដល់ទឹកស្រះមួយកណ្ដាលព្រៃក្បែរកន្លែងព្រះគោព្រះកែវស្នាក់នៅបុត្រីស្ដេចទាំងអស់គ្នានិងពួកហៃហោមទាំងឡាយនាំគ្នាឈប់សម្រាកនិងងូតទឹកលេងយ៉ាងសប្បាយក្នុងស្រះទឹកនោះព្រះគោឮសូរមាត់មនុស្សអ៊ូអរក៏ចេញមកមើលឃើញព្រះបុត្រីស្ដេចទាំង7អង្គព្រះកែវបានចាប់ចិត្តស្រឡាញ់នាងពៅតែដោយខ្លួនគ្មានសម្លៀកបំពាក់ត្រឹមត្រូវបានរត់មកនិយាយប្រាប់បងព្រះគោឮប្អូននិយាយប្រាប់ក៏ក្អែសម្លៀកបំពាក់និងគ្រឿងអលង្ការទិព្វ
ឲ្យព្រះកែវស្លៀកពាក់យ៉ាងស្អាតហើយចេញទៅបុត្រីស្ដេចទាំងនោះឃើញព្រះកែវភ្លាមនាំគ្នាលួចស្រឡាញ់ហើយចុះទៅងូតទឹកលេងល្បែងដេញចាប់យ៉ាងសប្បាយរីករាយនៅក្នុងស្រះទឹកពេលព្រះកែវចាប់បានដេញជួតែនាងពៅហើយពេលនាងពៅចាប់បានវិញក៏ដេញជួតែព្រះកែវដែរលុះលេងបានយូរបន្តិចទៅនាងពៅនិងព្រះកែវកាន់តែស្និទ្ធស្នាលឡើងធ្វើឲ្យបងខឹងនាំគ្នាត្រឡប់ទៅព្រះរាជវាំងវិញព្រមទាំងនិយាយថានឹងយករឿងនេះទៅទូលព្រះបិតាពេលត្រឡប់ទៅដល់រាជវាំងវិញបងរបស់នាងពៅចូលទៅគាល់ព្រះបិតាជាធម្មតាដោយពុំឃើញនាងពៅចូលទៅគាល់ស្ដេចក៏សួររកនាងពៅទៅណាបានជាមិនឃើញមកដូច្នេះព្រះបិតានាងពៅមិនហ៊ានចូលគាល់ទេព្រះអង្គតើមានរឿងហេតុអ្វីបានជាមិនហ៊ានចូលមកព្រះបិតាពេលទៅស្រង់ទឹកលេងនោះនាងពៅបានប្រឡែងជាមួយបរិសម្នាក់ដោយគ្មានខ្លាចក្រែងអ្វីឡើយស្ដេចស្នាប់កូនបងទូដូច្នេះក៏ខឹងនឹងនាងពៅដែលហ៊ានធ្វើផ្ដេសផ្ដាសឥតក្រែងខ្លាចព្រះអង្គបានបញ្ជាឲ្យនិរទេសនាងពៅចេញពីរាជវាំងទៅរស់នៅក្នុងព្រៃនាងពៅបានធ្វើដំណើរក្នុងព្រៃដោយសោយតែផ្លែឈើរហូតដល់ជួបនឹងព្រះកែវព្រះគោបានរៀបអភិសេកព្រះកែវនិងនាងពៅរួចបានឯកចេញប្រាសាទយ៉ាងល្អសម្រាប់ប្អូនរស់នៅទាំងអស់គ្នានិយាយពីស្ដេចសៀមបានប្រើរាជទូតនាំសារទូលថ្វាយស្ដេចខ្មែរបបួរប្រជល់មន់ដាក់ប្រជារាស្ត្រពលទាហាននិងទ្រព្យសម្បត្តិការជល់នេះស្ដេចសៀមជាអ្នកឈ្នះតែស្ដេចខ្មែរបានសំជល់ម្ដងទៀតលើកក្រោយនេះស្ដេចខ្មែរមានការព្រួយព្រះរតីជាខ្លាំងព្រោះមិនដឹងជារកមន់នៅឯណាមកជល់នឹងមន់ស្ដេចសៀមព្រះអង្គបានឲ្យពួកសេនាស្វែងរកមន់ខ្លាំងពូកែគ្រប់កន្លែងលុះពួកគេដើរទៅបានជួបនឹងនាងពៅហើយបាននិយាយតាមដំណើររឿងព្រមទាំងត្រឡប់មកវិញយកដំណឹងនេះទូលថ្វាយស្ដេចពេលនោះស្ដេចនិងបុត្រីទាំងអស់បានយល់ថាត្រូវឲ្យនាងពៅជាមួយព្រះកែវដោះស្រាយរឿងនេះព្រះកែវយករឿងនេះទៅប្រាប់បងពេលនោះព្រះគោសោកចិត្តប្រែក្រឡាខ្លួនជាសត្វមាន់ដើម្បីជួយដល់នគរទាំងមូលពេលចូលលើកនេះមាន់ស្ដេចខ្មែរឈ្នះខាងស្ដេចសៀមធ្វើឲ្យស្ដេចសៀមខឹងជាខ្លាំងហើយឈ្មោះថាហេតុអ្វីបានជាមាន់ស្ដេចខ្មែរមានមាឌតូចសោះអាចសម្លាប់មាន់កកដ៏ធំរបស់យើងដូច្នេះនេះប្រហែលមានរិទ្ធបារមីអ្វីហើយមកទៅស្ដេចសៀមមិនអស់ចិត្តក៏បបួលប្រជល់ដំរីម្ដងស្ដេចសៀមមិនអស់ចិត្តក៏បបួលប្រជល់ដំរីម្ដងពេលនេះព្រះគោត្រូវប្រែក្រឡាជាដំរីដើម្បីប្រជល់ម្ដងទៀតលើកនេះដំរីខ្មែរឈ្នះដំរីសៀមដដែលធ្វើឲ្យស្ដេចសៀមកាន់តែខឹងនិងចង់ដឹងថែមទៀតលើកក្រោយសៀមបានរៀបចំគោយន្តធ្វើពីដែកហើយមកបបួលស្ដេចខ្មែរប្រជល់ម្ដងទៀតលើកនេះព្រះគោដឹងច្បាស់ថាច្បាស់ជាចាញ់គេហើយក៏និយាយប្រាប់បងប្អូនឲ្យប្រុងប្រយ័ត្ននាំនាងពៅមកក្បែរទីលានប្រយុទ្ធហើយត្រៀមតោងកិនទុយដើម្បីហោះចេញលុះដល់ពេលជល់ព្រះគោបានព្យាយាមជល់ជាមួយគោយន្តយ៉ាងខ្លាំងព្រះគោបានបោកបុកគោយន្តរបស់សៀម3ដងដឹងថាមិនអាចឈ្នះបានក៏រត់មករកប្អូនភ្លាមព្រះកែវនាំនាងពៅតាមកន្ទុយបងហើយព្រះគោហោះវឹងចេញធ្វើឲ្យអស់ទាំងខ្មែរទាំងសៀម
នឹកតាមមើលហើយសៀមនឹកចង់បានព្រះគោយ៉ាងខ្លាំងក៏នាំពលទាហានដេញតាមចាប់ចំណែកនាងពៅតាំងកន្ទុយព្រះគោយូរទៅក៏ធ្លាក់ចុះមកដីព្រះកែវឃើញដូច្នេះក៏លេងដៃចុះតាមនាងពៅពេលធ្លាក់ចុះមកដល់នាងពៅបានប្រាប់ព្រះកែវឲ្យរត់ចេញទៅព្រោះពួកសៀនតាមជាប់មកពីក្រោយហើយនាងក៏ដាច់ខ្យល់ស្លាប់មួយរំពេចព្រះកែវរត់ចេញទៅឯព្រះគោដឹងថាប្អូនធ្លាក់ចុះមកក្រោមក៏ចុះមកតាមប្អូនជួបនឹងព្រះកែវក៏នាំគ្នារត់គេចចេញពីពួកសៀមនិយាយពីព្រះឥន្ទ្រីក្តៅក្រហាយនៅមិនបានក៏ប្រមើមើលខាងក្រោមឃើញនាងពៅដេកស្លាប់កណ្ដាប់ព្រៃដូច្នេះក៏យកទឹកកិនតឹមមកស្រោចពីលើសពនាងឲ្យខ្លាចជាថ្មនិងនាំប្រលឹងនាងទៅគង់នៅឋានសួគ៌ចំណែកព្រះគោចេះតែនាំប្អូនរត់គេចរហូតដល់កន្លែងមួយមានព្រៃច្រើនគ្រាន់បើក៏ពួននៅទីនោះចាប់ពីព្រះគោនៅត្រង់នោះមកធ្វើឲ្យដើមឈើទាំងឡាយមានផ្លែផ្កាស្រស់បំព្រងសត្វផងទាំងពួងក៏ដូចអ្នកភូមិក្បែរនោះបានសបោសប្បាយប្លែកខុសពីធម្មតាដំណឹងនេះបានលេចឮដល់ស្ដេចសៀមគេបានឲ្យហោរាទាយដឹងថាមានព្រះគោនៅត្រង់នោះក៏នាំទាហានដេញតាមចាប់បន្តទៀតដោយចង់បានព្រះគោទៅនៅក្នុងស្រុករបស់គេខ្លាំងពេកក៏ចេះតែតាមចាប់គ្រប់ពេលវេលាព្រះគោនាំប្អូនហោះពីទឹកដោះបន្ទាយលង្វើកមានព្រៃឬស័យដោះយ៉ាងក្រាស់ព័ទ្ធជុំវិញក៏នាំគ្នាញាក់ខ្លួនគន់នៅទីនោះស្ដេចសៀមបានឲ្យហោរាទាយដឹងថាព្រះគោនៅទីនោះក៏លើកគ្នាមកតាមចាប់តែចូលមិនរួចដោយមានព្រៃឬស័យច្រើនពេកក៏រកល្បិចបាចប្រាក់ដួងមកច្រកក្នុងកាំភ្លើងបាញ់ចូលព្រៃឬស័យនោះហើយត្រឡប់ទៅវិញពេលក្មេងខ្វាគោមកដល់កន្លែងនេះរើសបានប្រាក់ដួងនៅតាមគុំឬស័យក៏នាំគ្នាទៅប្រាប់ឪពុកម្ដាយធ្វើឲ្យអ្នកស្រុកនាំគ្នាមកកាប់ឆ្កាព្រៃឬស័យដើម្បីយកប្រាក់នោះមិនយូរប្រមាណឬស័យទាំងនោះត្រេកតិចទីអស់សៀមបានលើកទ័ពមកម្ដងទៀតពេលនោះព្រះគោព្រះកែវប្រែក្រឡាជាសត្វក្របីហើយដើរចូលក្នុងវងក្របីដើម្បីបន្លំពួកសៀមស្ដេចសៀមបានយកពាត់ស្បែកក្របីពាត់ជាសីមាជុំវិញវងក្របីដើម្បីចាំមើលក្របីទាំងនោះលោតរំលងព្រាត់រត់បាត់អស់នៅពេលពួកសៀមដេញវាយតែព្រះគោនិងព្រះកែវមិនព្រមលោតរពាត់ក៏ឈរនៅស្ងៀមព្រោះខ្លាចសាបសិលមុនវិជាផ្សេងពួកសៀមចាប់ព្រះគោព្រះកែវហើយបានវិជ័យហើយយកដាក់ឃុំទុកនៅក្នុងស្រុកសៀមអត់ទៅពេលវេលាយប់មួយព្រះគោព្រះកែវលួចរត់ចូលមកដល់ស្រុកខ្មែរពួកសៀមបានលើកទ័ពមកតាមចាប់ព្រះគោព្រះកែវស្ទើរគ្រប់ទីកន្លែងរហូតដល់ចាប់បានម្ដងទៀតលែងហ៊ានជេរវាយតែបែរជាសង់ប្រាសាទយ៉ាងស្អាតឲ្យព្រះគោនិងព្រះកែវគង់នៅហើយមានជញ្ជាំងខណ្ឌ7ជាន់និងមានអ្នកយាមយ៉ាងត្រឹមត្រូវដោយខ្លាចព្រះគោលួចរត់មកទៀតពួកសៀមយល់ថាកាលណាបានព្រះគោគង់នៅទីណាទីនោះនឹងបានសុខសាន្តដូច្នេះហើយបានជាពួកសៀមខំថែរក្សាព្រះគោព្រះកែវទុកយ៉ាងរឹងមាំហើយចាប់តាំងពីពេលនោះមកព្រះគោព្រះកែវលែងបានវិលត្រឡប់មកស្រុកខ្មែរវិញរហូតមកដល់សពថ្ងៃរឿងគង់ហ៊ានកាលពីព្រៃនាយមានមនុស្សម្នាក់ឈ្មោះគង់មានប្រពន្ធពីរនាក់មួយឈ្មោះនាងអាំមួយឈ្មោះនាងគុំថ្ងៃមួយអ្នកគង់នាំប្រពន្ធទាំងពីរ
ទៅសួរសុខទុក្ខបងប្អូននៅស្រុកឆ្ងាយតាមផ្លូវទៅស្រុកនោះមានខ្លាសាហាវអ្នកគង់បណ្ដាប្រពន្ធទាំងពីរទៅដល់ព្រៃធំមួយជិតស្រុកគេព្រៃនោះតែងតែមានខ្លាចេញខំមនុស្សក្របីកោស៊ីជារឿយលោកដល់អ្នកគង់ទៅដល់កន្លែងនោះខ្លានោះក៏ស្ទុះដេញស្រែកសន្ធាប់ពីចម្ងាយអ្នកគង់រត់ចូលរុំឈើរៀកនោមព្រោះភ័យញាក់ជើងញាក់ដៃនាងអាំនិងនាងគង់ខំព្រួតគ្នាវាយខ្លានោះស្លាប់ទៅឯអ្នកគង់ឃើញប្រពន្ធវាយខ្លាស្លាប់ហើយបានស្ទុះម្នីចេញពីរុំឈើយកដំបងមកវាយខ្លាដែលស្លាប់នោះថែមទៀតប្រពន្ធទាំងពីរមិនទុកប្តីថាខ្លាជាវិញងាប់ហើយមកធ្វើជាវិញថែមទៀតប្រោះអីក៏សាច់ញីម្លេះអ្នកគុំជេបំពេញទៅប្រពន្ធថាមិនដែលមានស្រីណាវាខ្លាស្លាប់ទេមានតែមនុស្សប្រុសបានហ៊ានវាខ្លាទាល់តែស្លាប់ហើយអ្នកគុំក៏ពួយពួរចុះខ្លានោះនាំប្រពន្ធសែងចូលក្នុងស្រុកអស់អ្នកស្រុកឃើញអ្នកគុំសែងខ្លាមកគេមកពួរគ្នាមើលពេញហើយគេសួរថាអ្នកឯងធ្វើស្ដេចបានជាចាប់បានខ្លានេះវាសាហាវណាស់ហើយប្រពន្ធអ្នកគុំក៏និយាយប្រាប់អ្នកស្រុកថាអ្នកគុំឃើញខ្លាវាបោមកក៏រត់ចូលឈើខ្ញុំពីរអ្នកស្រីព្រួតគ្នាវាខ្លានោះទាល់តែស្លាប់អ្នកគុំលឺប្រពន្ធនិយាយប្រាប់គេដូច្នេះក៏និយាយតាំងខ្លួនថាមិនដែលមានស្រីណាវាខ្លាស្លាប់ទេមានតែមនុស្សប្រុសទេដែលហ៊ានវាខ្លាស្លាប់អ្នកគុំក៏អួតប្រាប់អ្នកស្រុកថាការដែលខ្លានោះវាស្ទុះមកខ្ញុំបានប្រើស្នៀតគុណពិសេសរបស់ខ្ញុំដូច្នេះបានជាវាបានថាហើយអ្នកគុំធ្វើជាលោតគុំវិញខ្លាឲ្យអ្នកស្រុកនោះមើលឯអ្នកស្រុកនោះកោតខ្លាចអ្នកគុំរាល់គ្នាហើយឲ្យឈ្មោះថាគង់ហ៊ានតាំងពីថ្ងៃនោះមកល្បីឈ្មោះគង់ហ៊ានជាអ្នកខ្លាំងពូកែចេះក្បាច់គុណវាខ្លាស្លាប់រឿងនេះជ្រាបទៅដល់ស្ដេចទ្រង់ឲ្យយកទៅចិញ្ចឹមធ្វើជាពលសេនាសម្រាប់ចេញច្បាំងសង្គ្រាមលោកដោះយកបន្តិចទៅជួនជាមានសឹកគេលើកចំបាំងយកនគរទ្រង់ប្រើគង់ហ៊ានឲ្យទៅច្បាំងគង់ហ៊ានលឺស្ដេចទ្រង់ប្រើឲ្យទៅជួយច្បាំងសឹកសង្គ្រាមដូចនេះក៏ភ័យណាស់ពុំដឹងធ្វើដឹងដេចនឹងប្រកែកបានត្បិតស្ដេចទ្រង់ប្រើហើយខ្លួនបានទាំងល្បីឈ្មោះជាអ្នកខ្លាំងពូកែផងត្រឡប់ផ្ទះវិញដេកភ័យអស់បាយប្រពន្ធទាំងពីរអ្នកជួយទៅសួរថាដេចបានជាអ្នកដេកអស់បាយដូចនេះតើមានហេតុភេទប្រការដូចម្តេចគង់ហ៊ានប្រាប់ថាត្បិតស្ដេចទ្រង់ប្រើឲ្យទៅច្បាំងឥឡូវនេះបងខ្លាចសឹកនោះណាស់មិនដឹងបើគិតដូចម្តេចទេប្រពន្ធឡើងឆ្លោតថាអ្នកកុំព្រួយចិត្តធានាលើខ្ញុំទាំងអស់អ្នកក្រោកឡើងពិសាបាយឲ្យជាឯងងូតទឹកឲ្យសប្បាយក្នុងចុះគង់ហ៊ានលើប្រពន្ធឆ្លើយលួងលោមដូចនេះបានធូរចិត្តបន្តិចក្រោកឡើងងូតទឹកស៊ីបាយរៀបគ្រឿងប្រដាប់ប្រដានឹងទៅច្បាំងលោករៀបខ្លួនរួចហើយដល់ពេលវេលាល្អក៏ចូលទៅក្រាបបង្គំលាស្ដេចទៅច្បាំងយកទាំងប្រពន្ធទៅផងគង់ហ៊ានជីកខាងក្បាលដំរីប្រពន្ធជីកខាងក្រោយមានពលសេនាហែហោមុខក្រោយជាក្បួនត្រៀបត្រាពេញលោកទៅចិត្តដល់ខ្មាំងសត្រូវមើលឃើញច្បាស់ប្រកបគង់ហ៊ានភ័យណាស់លេចអាចតិចនោះញ័រដៃញ័រជើងដោយអង្រួនក្បាលដំរីរីឯដំរីគិតស្មានថាគេអង្រួនឲ្យខ្លួនបោចូលក៏ចេះតែបោមុនពលសេនាទាំងអស់គ្មានអ្នកណាតាមទាត់ឯខ្មាំងសត្រូវឃើញគង់ហ៊ានបំបោដំរីចូលដូចនេះគិតស្មានថាជីមេតបនេះពូកែណាស់ក៏បាក់តបរត់ចេញរត់យកតែប្រាអាយុដោយខ្លួនទៅគង់ហ៊ានឃើញខ្មាំងរត់ទាំងអស់ក៏ធ្វើជាអួតក្អេងក្អាងឲ្យពួកអ្នកមើលនិងពលសេនាខ្មុតខ្លាចអស់អ្នកមើលឃើញគង់ហ៊ានលិចអាចដាក់ក្បាលដំរីស្អុយពីពេជ្រដូច្នេះក៏សួរថាលោកមេទប់ថ្មីដេចក៏លេចលៀមមកដូចនេះ
គង់ហ៊ានឆ្លើយថាបើកំពុងតែច្បាស់នឹងសត្រូវហើយឈឺផ្ទៃនឹងចុះទៅដោះទុកនៅឯណាមានតែដោះទុកសัตว์លើក្បាលដំរីនេះឯងបើរវល់តែដោះទុកសัตว์ខ្មាំងវាមិនកាប់ស្លាប់អត់អើទៅហើយអីអស់នាមើលនឹងពលសេនាលើគង់ហ៊ាននិយាយដូចនេះអ្នកខ្លះមានប្រជាគិដឹងថាគង់ហ៊ានខ្លាចអ្នកខ្លះមិនសូវមានប្រាជ្ញាកោតខ្លាចនឹងគង់ហ៊ានឯគង់ហ៊ានបានឈ្នះទាល់ត្រឡប់ចូលមកនគរវិញត្រឡប់ចូលមកនគរវិញហើយចូលទៅក្រាបបង្គំស្ដេចស្ដេចទ្រង់ជ្រាបថាគង់ហ៊ានទៅចម្បាំងឈ្នះដេញខ្មាំងរត់ខ្ចាត់ខ្ចាយអស់ទ្រង់ត្រាច់អរណាស់ទ្រង់រាជប្រទានសក្តិមើលធំហើយប្រទានព្រះរាជទ្រព្យនិងគ្រឿងបណ្ដាការជាច្រើនតាំងពីថ្ងៃនោះមកគង់ហ៊ានរឹតតែអួតខ្លាំងពូកែក្អេងក្អាងឡើងទៀតលុះក្រោយមកទៀតមានក្រពើសាហាវមួយចេះតែដេញខំមនុស្សម្នាអ្នកឈ្នួញដើររកស៊ីខាងជើងទឹកជើងកំពុងគេខ្លាចរអាគ្រប់គ្នាមិនមានអ្នកណាហ៊ានចោះងូតទឹកឬដើរទូកសោះអស់រាពិបាកចិត្តណាស់រឿងនោះក៏ជ្រាបទៅដល់ស្ដេចទ្រង់ត្រាស់ប្រើគង់ហ៊ានឲ្យទៅចាប់ក្រពើឯគង់ហ៊ានលើកបន្ទូលដូច្នេះនឹកភ័យណាស់ប៉ុន្តែមិនហ៊ានទៅតឹងព្រះរាជបន្ទូលក៏ទទួលថានឹងយកអាសាសូមទ្រង់កំព្រួយព្រះハរតីគង់ហ៊ានត្រឡប់មកដល់ផ្ទះនិយាយនឹងប្រពន្ធថាអូនអើយឥឡូវនេះទ្រង់ឲ្យបងទៅចាប់ក្រពើក្នុងទន្លេត្បិតក្រពើនេះសាហាវណាស់បងឃើញថាមិនរួចខ្លួនទេមុខជាក្រពើខំស្លាប់មិនខានពីមុននៅលើគោកគ្រាន់នឹងមើលឃើញឥឡូវនេះនៅក្នុងទឹកធ្វើម្ដេចនឹងគេកិច្ចរួចប៉ុន្តែស្ដេចទ្រង់ប្រើហើយនឹកមិនទៅក៏មិនបានបើដូច្នេះមានតែទៅលួចទឹកឲ្យក្រពើវាខំស្លាប់តែម្ដងទៅគង់ហ៊ានគិតគ្នានឹងប្រពន្ធដូច្នេះហើយក៏ហៅកូនក្មួយមកធ្វើជាទៅចាប់ក្រពើអស់មនុស្សម្នាឮថាគង់ហ៊ានទៅចាប់ក្រពើក៏បបួលគ្នាទៅមើលពីពេញលុះគង់ហ៊ានទៅដល់កំពង់ទឹកបានឃើញក្រពើហែមមកច្រាំងត្រង់ទីដែលមានដើមឈើពីរដើមដុះជិតគ្នាមានប្រគៀបគាត់ក៏ស្ទុះលោតចុះទៅក្នុងទឹកត្រង់នោះដោយគិតថាលោតឲ្យក្រពើវាខំស្លាប់ទៅប៉ុន្តែក្រពើវាលេសន្ធឹកគង់ហ៊ានលោតចុះក៏ភ្ញាក់ព្រឺតប្រឹងលោតឡើងដូចជាគេចាប់ដាក់គៀបឈើជាប់ពាក់កណ្ដាលខ្លួនរលទៅមុខក៏មិនរួចថយក្រោយក៏មិនរួចគង់ហ៊ានមុតទៅក្នុងទឹកងើបឡើងឃើញក្រពើជាប់នឹងដើមឈើដូច្នេះស្រែកបង្គាប់ឲ្យកូនក្មួយយកលំពែងមកចាក់កាប់ក្រពើនោះស្លាប់ទៅឯអ្នកមើលទាំងប៉ុន្មានគេគិតថាគង់ហ៊ានចាប់ក្រពើនោះបោះឲ្យជាប់នឹងមែកឈើក៏កោតខ្លាចគង់ហ៊ានក្រៃពេកគង់ហ៊ានបានឃើញក្រពើស្លាប់ដូច្នេះក៏រឹតតែអួតក្អេងក្អាងខ្លាំងពូកែឡើងទៀតហើយចូលទៅក្រាបទូលស្ដេចថាខ្លួនចាប់ក្រពើចោលឡើងមកលើគោកស្ដេចទ្រង់ក៏សពព្រះハរតីប្រាស់ប្រទានយសស័ក្តិឲ្យគង់ហ៊ានធំលើពីមុនប្រទានទាំងអំណាចនិងរង្វាន់ជាច្រើនទៀតបាច់ត្រូវតែយកទឹកដ៏ពិសិដ្ឋរបស់នគរវិមានសស្ដេចក៏បាននិយាយទៀតថាបើសិនជាយើងឲ្យទឹកនេះទៅមនុស្សគ្រប់គ្នាថ្ងៃណាមួយវានឹងអស់អញ្ចឹងយើងមិនអោយជាដាច់ខាតដើម្បីប្រាប់ដំណឹងអាក្រក់ដែលថានាងច័ន្ទបានលាចាកជាមួយនឹងកូនក្នុងផ្ទៃហើយដើម្បីដាក់បណ្ដាសាស្ដេចមួងសាមិនអោយមានកូនឡើងស្នងរាជហើយមិនអោយពួកគេជួបមុខកូនចៅរបស់ពួកគេឡើយជាយូរលំណាស់មកហើយមានទីក្រុងធំមួយស្ថិតនៅច្រាំងទន្លេសាបនៅក្នុងទឹកដីនៃប្រទេសតាំងកាគ្រប់គ្រងដោយស្ដេចអ៊ីនខាំនិងអគ្គមហេសីម៉ែនមឿតមានភូមិមួយនៅជើងភ្នំវាជាភូមិដែលពីពេញដោយអ្នកបរបាញ់សត្វទាំងប្រុសទាំងស្រីមនុស្សគ្រប់គ្នាសុទ្ធតែមានជំនាញនិងសមត្ថភាព
ខុសគ្នាមានបរិសម្នាក់មានជំនាញខ្លាំងខុសពីគេនិងប្រសើរជាអ្នកដទៃគាត់មានឈ្មោះថាឯខាំបានធ្វើជាព្រានប្រៃតាមកំឡងលោកឪពុករបស់គេរហូតដល់ឯខាំធំពេញវ័យឪពុកម្ដាយរបស់គាត់ក៏បានលាចាកទៅដូច្នេះឯខាំត្រូវរស់នៅតែម្នាក់ឯងពេលវេលាកាន់តែកន្លងទៅមានកម្មវិធីបណ្ដេញប្រទេសពន្លឺព្រះច័ន្ទនៅថ្ងៃពេញបូរមីចែងចាំងចុះមកលើភូមិមានអ្នកប្រមាញ់ស្រីស្អាតម្នាក់ក្នុងយុគនោះស្ត្រីនោះមានឈ្មោះថាអូនច័ន្ទឯខាំបានធ្លាក់ក្នុងអណ្ដូងស្នេហ៍នាងភ្លាមពួកគេបានស្រឡាញ់គ្នាហើយបានរៀបការនិងរស់នៅជាមួយគ្នាជាប្តីប្រពន្ធជារៀងរាល់ថ្ងៃឯខាំនិងអូនច័ន្ទបានចូលព្រៃដើម្បីបរបាញ់សត្វពេលបានសត្វហើយពួកគេតែងតែយកវាទៅលុកក្នុងទីក្រុងគូស្នេហ៍មួយគូនេះបានរស់នៅជាមួយគ្នាយ៉ាងមានសុភមង្គលរហូតដល់អូនច័ន្ទមានផ្ទៃពោះប្តីប្រពន្ធសប្បាយចិត្តណាស់ជារៀងរាល់ថ្ងៃឯខាំអន្តរសាចង់ឃើញមុខកូនគេជាលើកដំបូងប៉ុន្តែខណៈពេលមួយអូនច័ន្ទមានផ្ទៃពោះនាងបានធ្លាក់ខ្លួនឈឺដោយសារជំងឺចម្លែកមួយដែលមិនអាចមានវិធីព្យាបាលបានលោកគ្រូមឿនជាគ្រូមើលជំងឺប្រចាំភូមិអ៊ីងហ្វាគាត់បានប្រាប់ឯខាំថាដើម្បីឲ្យនាងច័ន្ទជាចាំបាច់ត្រូវតែយកទឹកដ៏ពិសិដ្ឋរបស់នគរវិមានសសម្រាប់ព្យាបាលវានឹងមានឱកាសជាសះស្បើយពីជំងឺនេះដែលខ្ញុំដឹងយ៉ាងច្បាស់ថាទឹកដ៏ពិសិដ្ឋនេះទោះបីជាឯខាំឯងចង់ទីយកក៏មិនបានដែរព្រោះថាវាសម្រាប់តែស្ដេចនិងកូនចៅរបស់នគរវិមានសតែប៉ុណ្ណោះនគរវិមានសបានហាមឃាត់ជាងតឹងរឹងសម្រាប់ប្រជាជននិងមនុស្សធម្មតាដែលចង់បានវាប៉ុន្តែដើម្បីឲ្យកូននិងប្រពន្ធរស់ដូច្នេះឯខាំមានជំរឹកទេគាត់បានសម្រេចចិត្តចូលទៅក្នុងវិមានសដើម្បីសុំទឹកដ៏ពិសិដ្ឋពីស្ដេចមុំសាតែស្ដេចមុំសាគ្មានមេត្តាមិនឲ្យទឹកដ៏ពិសិដ្ឋនេះទៅឯខាំសំបីតែទឹកមួយដំណក់ស្ដេចក៏បាននិយាយទៀតថាបើសិនជាយើងឲ្យទឹកនេះទៅមនុស្សគ្រប់គ្នាថ្ងៃណាមួយវានឹងអស់អញ្ចឹងយើងមិនឲ្យជាដាច់ខាតធ្វើឲ្យឯខាំខឹងខ្លាំងណាស់ប៉ុន្តែគាត់បានទប់ចិត្តមិនហ៊ានធ្វើអ្វីប្រដេះផ្ដាស់ឡើយបន្ទាប់មកឯខាំព្យាយាមអង្វរសុំយ៉ាងណាក៏ស្ដេចនោះមិនឲ្យទោះបីជាត្រូវទាហានអូសចេញពីរាជវាំងក៏ដោយគាត់នៅតែលុតជង្គង់អង្វរសុំក្តីមេត្តាពីស្ដេចនោះពី3ថ្ងៃកន្លងផុតទៅលោកគ្រូមឿនបានមករកឯខាំដើម្បីប្រាប់ដំណឹងអាក្រក់ដែរថានាងច័ន្ទបានលាចាកជាមួយនឹងកូនក្នុងផ្ទៃហើយការបាត់បង់នេះធ្វើឲ្យឯខាំសោកស្ដាយណាស់និងវង្វេងស្មារតីជាខ្លាំងគាត់ប្រញាប់រត់ទៅផ្ទះទាំងទឹកនេះគាត់បានអោបសពប្រពន្ធគាត់ជាប់ទ្រូងពីការជិះចាប់មួយនេះបានប្រែក្លាយជាកំហឹងជពោះស្ដេចមួងសាក្រោមសម្ដីរបស់គាត់បានជួបទឹកទៅចេញហើយធ្វើដំណើរទៅកាន់ទីសក្ការៈភ្នំក្រហមជាទីដ៏ស័ក្តិសិទ្ធិបរិសុទ្ធបំផុតដើម្បីដាក់បណ្ដាសាស្ដេចមួងសាមិនឲ្យមានកូនឡើងស្នងរាជហើយមិនឲ្យពួកគេជួបមុខកូនចៅរបស់ពួកគេឡើយដោយដែលគាត់មិនមានឱកាសឃើញមុខកូនគាត់ដែរនៅពេលដែលម្ចាស់ទឹកដីដឹងអំពីកម្លាំងនិងការបដិញ្ញាចិត្តរបស់ឯខាងហើយវាជាជោគវាសនាដែលនគរវិមានសត្រូវជួបម្ចាស់ទឹកម្ចាស់ដី
นมกระหอบបានឲ្យបណ្ដាសាឯខំស័ក្តិសិទ្ធិការឈឺពោះដ៏ខ្លាំងមួយនេះបានធ្វើឲ្យនាងថៃដាច់ខ្យល់ស្លាប់ភ្លាមសូម្បីតែទឹកដោពិសិដ្ឋក៏មិនអាចជួយសម្រួលនាងបានដែរសេះរបស់ព្រះអង្គភ្ញាក់ផ្អើលរហូតដល់ស្ដេចមុនសាបានធ្លាក់ចូលជ្រោះហើយសោយទីបង្គត់ទៅតានំក្រហមដែលថៃរក្សានៅទីនោះបានឃើញដូច្នេះក៏គិតថាជាពេលវេលាដ៏ត្រឹមត្រូវហើយដើម្បីបញ្ឈប់ការដាក់បណ្ដាសារបស់ឯខាងនគរវិមានសគ្រប់រដប់ដល់ពពកខ្មៅភ្លៀងនឹងព្យុះធ្លាក់ខ្លាំងពីពេញធ្វើឲ្យទីក្រុងមានការលិចលង់ជាខ្លាំងហើយនៅថ្ងៃដដែលនោះសត្រូវក៏មកឈ្លានពានផងដែរធ្វើឲ្យស្ដេចមុងសាត្រូវធ្វើដំណើរយ៉ាងលឿនដើម្បីទប់ទល់នឹងសត្រូវខាងលោកស្រីនាងថៃព្រះនាងមានផ្ទៃពោះចាប់ផ្ដើមឈឺពោះពេកចិត្តសម្រាដូច្នេះរាជវាំងមានភាពវឹកវរជាខ្លាំងគ្រូពេទ្យទីជវងត្រូវហៅចូលមកដើម្បីតាមដានស្ថានភាពរបស់ព្រះមហាសីយ៉ាងដិតដល់ដោយសារតែនាងត្រូវបណ្ដាសាឯខាងទើបឈឺពោះខ្លាំងខុសពីមនុស្សធម្មតាការឈឺពោះដ៏ខ្លាំងមួយនេះបានធ្វើឲ្យនាងថៃដាច់ខ្យល់ស្លាប់ភ្លាមសូម្បីតែទឹកដោពិសិដ្ឋក៏មិនអាចជួយសម្រួលនាងបានដែរចំណែកខាងស្ដេចមុងសាដែលចេញទៅប្រយុទ្ធជាច្រើនថ្ងៃដើម្បីការពារនគរវិមានសនោះគាត់បានដឹងថាមានអ្វីមិនស្រួលហើយទើបគាត់មិនស្ទាក់ស្ទើរចិត្តឡើយក៏ប្រញាប់មករាជវាំងវិញប៉ុន្តែដោយសារតែការប្រញាប់ប្រញាប់មួយនេះព្រះអង្គមុងសានិងទាហានរបស់ព្រះអង្គបានជ្រើសរើសធ្វើដំណើរផ្លូវកាត់ដែលមានភ្នំជ្រោះក្នុងពេលនោះដែរក៏មានព្យុះបានបោកបក់តាមភ្នំខ្ពស់ដ៏គ្រោះថ្នាក់ហើយនៅតាមផ្លូវមានរន្ទះបាញ់សេះរបស់ព្រះអង្គភ្ញាក់ផ្អើលរហូតដល់ស្ដេចមុងសាបានធ្លាក់ចូលជ្រោះហើយសោយទីបង្គត់ទៅចាប់តាំងពីថ្ងៃនោះមកនគរវិមានសក៏ត្រូវប្រឈមមុខនឹងបណ្ដាសារបស់ឯខាំរាល់ពេលដែរស្ដេចនិងមហាសីឡើងគ្រប់រាជនៅពេលមានបទនោះពួកគេក៏ជួបប្រទះនឹងព្រឹត្តិការណ៍ដែលធ្វើឲ្យពួកគេស្លាប់មុននឹងឃើញមុខកូនហើយគ្មានថ្នាំវីតាមីនណាអាចសង្គ្រោះជីវិតពួកគេបានឡើយពេលវេលាកាន់តែកន្លងទៅឯខាំក៏មានអាយុកាន់តែច្រើនលោកឯខាំបន្ទាប់ពីបាត់បង់ប្រពន្ធគាត់ក៏សោកសៅណាស់ក៏ទៅរស់នៅម្នាក់ឯងលើភ្នំរឿងតែមួយគត់ដែលធ្វើឲ្យគាត់ញញឹមគឺរងចាំដំណឹងអាក្រក់ពីរាជធានីវិមានសហើយវានៅតែបន្តរហូតដល់ពេលវេលាកន្លងផុតទៅ40ឆ្នាំនៅពេលនោះនគរវិមានសក៏ត្រូវបានគ្រប់គ្រងដោយស្ដេចឧត្តមរាជនិងនាងវិសាអ្នកទាំងពីរគឺជាស្ដេចដែលមានចិត្តសប្បុរសនិងស្រឡាញ់មនុស្សគ្រប់រូបអ្វីត្បិតតែស្ដេចទាំងពីរបានជួយមនុស្សគ្រប់គ្នាជួយឲ្យប្រទេសរីកចម្រើនសប្បាយសប្បាយក៏ដោយប៉ុន្តែពួកគេបានដឹងពីបណ្ដាសានៃនគរហើយមានការបារម្ភជាខ្លាំងណាស់ថាប្រសិនបើពួកគេមានកូនវានឹងមានព្រឹត្តិការណ៍មួយដែលនឹងត្រូវបែកបាក់ចេញពីកូនរបស់យើងដោយបុព្វបុរសយើងហើយនគរវិមានសក៏មិនអាចស្ងប់ស្ងាត់បានដែរពួកគេតែងតែព្យាយាមរកវិធីដើម្បីបំបែកបណ្ដាសាររហូតដល់ថ្ងៃមួយអាចារ្យសនបានណែនាំទូលថ្វាយដល់ស្ដេចនិងមហាសីដើម្បីធ្វើដំណើរទៅគោរពបូជានិងសូមពរជ័យពីទីសក្ការៈភ្នំក្រហមដែលមានអ្នកតាខ្លួនមនុស្សក្បាលនាគនិងដៃ8ស្ដេចទាំងពីរមិនស្ទាក់ស្ទើរទេក៏ឲ្យគេរៀបចំម្ហូបអាហារនិងដង្វាយគ្រប់មុខយកទៅថ្វាយដល់ម្ចាស់ទឹកដីភ្នំក្រហមអ្នកតាភ្នំក្រហមដែលថែរក្សានៅទីនោះបានឃើញដូច្នេះក៏គិតថាជាពេលវេលាដ៏ត្រឹមត្រូវហើយដើម្បីបញ្ឈប់ការដាក់បណ្ដាសារបស់ឯខាំដូច្នេះគាត់ក៏បង្ហាញខ្លួនឲ្យស្ដេចឧត្តមរាជនិងនាងវិសាបានឃើញដើម្បីឲ្យពួកគេទាំងពីរបានដឹងពីបណ្ដាសាដាក់លើស្ដេចមុងសាក្នុងពេលនោះអ្នកតាភ្នំក្រហមបានប្រាប់ថាបណ្ដាសានឹងបញ្ចប់ក្នុងពេលឆាប់ៗនេះស្ដេចនិងមហាសីដែលបានឃើញនិងឮ
ក៏សប្បាយចិត្តខ្លាំងពួកគេមានសង្ឃឹមម្ដងទៀតដើម្បីមានកូនដោយគូស្នេហ៍រាជវង្សដទៃទៀតបន្ទាប់ពីមកដល់នគរវិញមហាសីនាងវិសាក៏មានផ្ទៃពោះដែរប៉ុន្តែដោយសារតែបណ្ដាសាមិនទាន់ចប់នៅឡើយប៉ុន្តែដោយសារតែសើទាំង4ត្រូវបានក្រពើលេបហើយលេចចេញជារូបរាងមនុស្សរួចមកប្រាប់គាត់បានជាប្រតិចអ្នកតាភ្នំក្រហមមិនដឹងថាពេលណាខ្ញុំបានឃើញកូនខ្ញុំគាត់បានស្ម័គ្រចិត្តទៅរកបរោះដែលមានស្នាមសាក់នៅលើទ្រូងរួមគ្នាជាមួយទេហ៊ានព្រះអង្គឧត្តមរាជនិងនាងវិសាបានប្រសូតបុត្រជាសុទ្ធចំនួន4សុទ្ធក៏មានពណ៌ផ្សេងគ្នាផងដែរពីមានពណ៌ខៀវពណ៌មាសបៃតងនិងពណ៌ក្រហមនគរវិមានសទាំងមូលគ្រប់គ្នាមានភាពភ្ញាក់ផ្អើលជាខ្លាំងចំពោះអ្វីដែលបានកើតឡើងព្រះអង្គឧត្តមរាជសប្បាយចិត្តណាស់បើទោះជាសម្រាប់បានពងក៏ដោយប៉ុន្តែសំណាងហើយដែលព្រះមហាសីមិនបានស្លាប់មុនពេលឃើញមុខកូនដូច្នេះហើយទើបព្រះអង្គឧត្តមរាជនិងរាងវិសាសម្រេចចិត្តបន្តការចិញ្ចឹមពងទាំង4ដោយមិនខ្វល់ពីសម្ដីអ្នកដទៃឡើយរួមជាមួយនឹងការដាក់ឈ្មោះសុទ្ធនីមួយសុទ្ធពណ៌ខៀវក៏ដូចជាសមុទ្រស្រស់ស្អាតមានឈ្មោះថាណាធីសុទ្ធដែលមានពណ៌លឿងដូចមាសត្រូវបានហៅថាណាកាយសុទ្ធដែលមានពណ៌បៃតងត្រូវបានគេហៅថាមរកតហើយសុទ្ធពណ៌ក្រហមដ៏កាចសាហាវដោយព្រះអាទិត្យវាត្រូវបានគេហៅថាកាយជីរហូតដល់ថ្ងៃមួយខណៈពេលដែរឪពុកម្ដាយនិងសុទ្ធទាំង4បានសម្រាកនិងរីករាយនឹងសួនច្បារនៅចាំងទន្លេនាមរាភ្លាមនោះមានអ្វីគួរឲ្យរន្ធត់មួយបានកើតឡើងដោយសារតែមានក្រពើយក្សឡើងពីផ្ទៃទឹកគ្រប់គ្នាមានការភ្ញាក់ផ្អើលរត់ចេញក្នុងទិសដៅផ្សេងគ្នាព្រះអង្គឧត្តមរាជនិងនាងវិសាព្យាយាមរក្សាភាពស្ងប់ស្ងាត់បន្ទាប់មកក៏ប្រមូលសុទ្ធទាំង4របស់គាត់យ៉ាងលឿនប៉ុន្តែដោយសារតែសុទ្ធទាំង4ត្រូវបានក្រពើលេបហើយភ្លាមនោះនៅពេលដែលវាលេបសុទ្ធក្រពើក៏វាលចូលទៅក្នុងទឹកវិញដោយមិនបង្កគ្រោះថ្នាក់ដល់អ្នកណាម្នាក់ឡើយប៉ុន្តែក្រពើយក្សមិនទាន់ទៅណាឆ្ងាយនៅឡើយទេព្រះអង្គណានសាងគាត់បានរត់យ៉ាងលឿនទៅរកក្រពើដោយប្រើលំពែងចាក់នៅចំខ្នងក្រពើរហូតដល់ក្រពើយក្សនោះស្លាប់និងហូរឈាមពេញទន្លេប៉ុន្តែព្រះអង្គណានសាងមិនទាន់អាចចាប់យកពងបាននៅឡើយទេពងក៏បាត់ទៅនៅក្នុងទឹកដែរក្រពើនៅច្រាំងទន្លេក៏បានស្លាប់នេះគឺជាប្ររឹងរបស់វាហើយលេចចេញជារូបរាងមនុស្សរួចមកប្រាប់ស្ដេចនិងមហាសីទាំងពីរនោះឲ្យស្វែងរកបុរសដែលមានសត្វផ្កាឈូកនៅលើទ្រូងបន្ទាប់មកពួកគេនឹងអាចរកសិទ្ធិទាំង4ត្រឡប់មកនគរវិមានសបានហើយពេលគាត់និយាយចប់វិញ្ញាណនោះក៏បានបាត់ទៅដែលជាវិញ្ញាណនេះធ្លាប់ត្រូវអ្នកតាភ្នំក្រហមដាក់បណ្ដាសាឲ្យនៅក្នុងខ្លួនក្រពើយូរណាស់មកហើយដោយសារតែគាត់បានជាប្រតិចអ្នកតាភ្នំក្រហមដើម្បីឲ្យគាត់មកអនុវត្តភារកិច្ចតែមួយនោះគឺនាំមកនៅជោគវាសនាសុទ្ធទាំង4ត្រូវឃ្លាតចេញពីទ្រូងមេដាបិតាព្រះអង្គឧត្តមរាជនិងនាងវិសារងទុក្ខជាខ្លាំងមិនដឹងថាពេលណាខ្ញុំបានឃើញកូនខ្ញុំហើយមិនដឹងថាគេហូរតាមទឹកទៅដល់កន្លែងណាចំណែកព្រះអង្គណានសាងដែលត្រូវជាបងបង្កើតរបស់ព្រះអង្គឧត្តមរាជគាត់ក៏សោកសៅជាមួយប្អូនប្រុសរបស់គាត់ជាខ្លាំងព្រោះកាលពីអតីតកាលព្រះអង្គណានសាងក៏បានបាត់បង់ឪពុកម្ដាយនៅក្មេងមុននឹងត្រូវបានសត្រូវមកពីប្រហារយកនគរហើយនៅពេលដែលណានសាងបានកើតចេញពីផ្ទៃម្ដាយរបស់គាត់ក៏បានបាត់បង់ឪពុកម្ដាយដោយសារតែបណ្ដាសាគាត់នៅសល់តែបងប្អូនបង្កើតរបស់គាត់តែប៉ុណ្ណោះដែលមានន័យថាព្រះអង្គណានសាងជាសមាជិកគ្រួសារតែមួយគត់ដែលនៅសេសសល់ព្រះអង្គណានសាងទ្រាំមិនបានពេលឃើញប្អូនប្រុសនិងប្អូនថ្លៃរងគ្រោះដូច្នេះគាត់បានស្ម័គ្រចិត្តទៅរកបរោះដែលមានស្នាមសាក់នៅលើទ្រូងរួមគ្នាជាមួយទេហ៊ាន
ដើម្បីឲ្យឪពុកម្ដាយនិងកូនបានរស់នៅជាមួយគ្នាម្ដងទៀតព្រឹត្តិការណ៍ទាំងអស់ដែលបានកើតឡើងជាមួយនឹងសុទ្ធទាំង4នេះវាមិនមែនជារឿងចៃដន្យទេព្រោះវាមកពីអំណាចបណ្ដាសាលើស្ដេចមូសាដោយសារអំណាចរបស់ម្ចាស់ទឹកម្ចាស់ដីភ្នំក្រហមវាមិនអាចទៅរួចទេនៅក្នុងការដោះលែងនគរវិមានសពីបណ្ដាសានៃការស្អប់ព្រះអង្គម្ចាស់ឧត្តមរាជនិងនាងវិសាបានបួងសួងសូមឲ្យនគរវិមានសរួចផុតពីបណ្ដាសានៃការសងសឹកអំណាចនៃការបួងសួងបានឲ្យអំណាចនៃការបួងសួងសុទ្ធទាំង4អត់ដែតឡើងហើយហូរទៅទិសដៅផ្សេងគ្នាឥឡូវនេះឯខំចាស់ណាស់ហើយត្រូវបានអ្នកភូមិហៅគាត់ថាពូខំឯកាគាត់មិនមានទំនាក់ទំនងជាមួយអ្នកណាឡើយគាត់មិនចង់ធ្វើសង្គ្រាមជាមួយនឹងអ្នកណាទេគាត់តែងតែរស់នៅក្នុងជីវិតស្ងប់ស្ងាត់អ្នកតាភ្នំក្រហមធ្វើដំណើរទៅផ្ទះពូខំដើម្បីរំខាននិងបង្កឲ្យមានសំណាងអាក្រក់កើតឡើងចំពោះលោកពូជាបន្តបន្ទាប់ដើម្បីឲ្យពូខំចាប់ផ្ដើមធ្វើដំណើររបស់គាត់ទៀតដើម្បីបំបីបណ្ដាសានៃចេញថ្ងៃដែលពូខំទៅបបបាញ់គាត់មិនអាចចាប់សត្វសូម្បីតែមួយពេលគាត់ចេញទៅរកបន្លែនិងផ្សិតហូបពូខំក៏បានត្រូវហូបផ្សិតពុលដែលបណ្ដាឲ្យគាត់រាករូសជាច្រើនថ្ងៃខ្លះដំរីព្រៃដើរជន់លើបន្លែដែលពូខំដាំពូខំត្រូវជួបនឹងសំណាងអាក្រក់បែបនេះជារៀងរាល់ថ្ងៃរហូតដល់ថ្ងៃមួយអ្នកតាភ្នំក្រហមបានឲ្យខ្យល់បោកបក់បំផ្លាញផ្ទះពូខំរហូតដល់ខ្ទេចខ្ទីអស់ពូខំមានអារម្មណ៍មិនសប្បាយចិត្តជាយូរណាស់មកហើយគាត់ចាប់ផ្ដើមខឹងជាខ្លាំងគាត់ចាប់ផ្ដើមសម្គាល់ឃើញថាគាត់ហាក់បីដូចជាជួបរឿងមិនធម្មតាដូច្នេះគាត់ក៏បានសម្រេចចិត្តធ្វើដំណើរទៅទីសក្ការៈអ្នកតាភ្នំក្រហមដើម្បីថ្វាយបង្គំនិងសូមឲ្យអ្នកតាភ្នំក្រហមជួយដើម្បីឲ្យរឿងអាក្រក់ៗរបស់គាត់ទៅឆ្ងាយភ្លាមនោះអ្នកតាភ្នំក្រហមក៏លេចចេញជារូបរាងហើយឲ្យគាត់បានឃើញហើយក៏បានឲ្យផ្កាឈូកទៅពូខំអ្នកតាក្រហមនិយាយទៅបើចង់រស់នៅដោយសុខសាន្តដូចមុនឯងត្រូវតែជួយបរិះម្នាក់នៅពេលខាងមុខទៀតគេនឹងមករកឯងបន្ទាប់ពីឮពាក្យដូចនេះអ្នកតាព្រមក៏ហប់ហើយពូខំរត់ខិតចិត្តជាខ្លាំងដួលសន្លប់ភ្លាមពេលពូខំភ្ញាក់ពីដំណេកគាត់មិននឹកស្មានថាមានស្នាមសាក់លើទ្រូងគាត់ទេរាប់រយឆ្នាំមកហើយមានយក្សដ៏ធំមួយបានដេកលង់លូអស់ជាយូរឆ្នាំមកហើយយក្សនេះ100ឆ្នាំទើបភ្ញាក់ម្ដងយក្សនេះមានមេធំនិងមានអំណាចខ្លាំងពូកែតែអំណាចនេះបានដោយសារតែចង្កៀងវិតមុនទេចង្កៀងវិតមុននេះមានវិតមុនខ្លាំងពូកែគ្រាន់តែស្ទាបលើចង្កៀងនេះហើយយើងពងប្រាថ្នាអ្វីនោះប្រាថ្នានោះនឹងក្លាយជាការពិតយក្សដ៏ធំមួយនេះបានដេកលង់លូអស់ជាច្រើនរយឆ្នាំមកហើយពេលនោះមានសំឡេងមួយយ៉ាងខ្លាំងបានធ្វើឲ្យយក្សភ្ញាក់ហើយធាក់ចង្កៀងនោះធ្លាក់ចុះមកខាងក្រោមហើយពេលនោះចង្កៀងវិតមុននោះបានធ្លាក់មកឋានកណ្ដាលហើយក៏បានធ្លាក់កប់នៅក្នុងវាលស្រែមានគ្រួសារដ៏ក្រីក្រកំសត់មួយមានប្តីប្រពន្ធ2នាក់ជីវិតកំសត់រកព្រឹកខ្វះល្ងាចហើយក៏គ្មានកូនដែរពួកគេតែងតែងើបពីព្រលឹមទៅចំការដើម្បីដាំដំណាំពេលនោះប្តីប្រពន្ធកំសត់2នាក់នោះបានដាំដំណាំដូចរាល់ដងតែចម្លែកអីមានវត្ថុភ្លឺចែងចាំងមួយធ្វើឲ្យប្តីប្រពន្ធកំសត់នោះចាប់អារម្មណ៍ហើយក៏បានដើរទៅមើលពីអ្នកប្តីប្រពន្ធដ៏កំសត់នោះបានមើលមុខគ្នាយ៉ាងឆ្ងល់ថាតើនេះជាអ្វីប្រពន្ធបានឆ្លើយថានេះគឺចង្កៀងចាស់មួយតែចង្កៀងនេះដោយសារតែប្រឡាក់ភក់ធ្វើឲ្យវាមានពណ៌សម្បុរចាស់ប្តីក៏មិនបានខ្វាយខ្វល់ក៏បានដើរទៅមុនតែប្រពន្ធជាមនុស្សម្នាក់ដែលចេះទុកដាក់សម្ភារៈបើទោះជាសម្ភារៈនោះគ្មានតម្លៃក៏ដោយហើយប្រពន្ធនោះក៏បានយកចង្កៀងនោះទៅទុកក្នុងខ្ទមវាលស្រែពេលរសៀលប្តីប្រពន្ធ2នាក់នោះធ្វើដំណើរទៅផ្ទះដូចរាល់ដងពេលប្តីប្រពន្ធកំសត់នោះបានចូលសម្រាកប្តីក៏បានយល់សប្បានឃើញថាមានចង្កៀងវិតមុនមួយពេលព្រលឹមឡើងបរិះនោះក៏បានយកចង្កៀងនោះហ
ហើយយកមកអង្គុយមើលហើយក៏ថាចង់បានមាសមួយថាសហើយក៏បានអង្អែលជំទាវនោះថ្នមពេលនោះអ្វីដែលបរិសនោះគិតក៏បានខ្លាចជាបំណងប្រាថ្នាពិតពេលនោះបរិសជាប្តីសប្បាយចិត្តណាស់ហើយក៏បានប្រាប់ប្រពន្ធពីដំណើររឿងនេះប្តីប្រពន្ធកំសត់ពីរនាក់នេះសប្បាយចិត្តណាស់ដោយសារតែមានជំទាវវិតមុនមួយប្រពន្ធបានប្រាប់ប្តីថារឿងនេះមិនអាចឲ្យអ្នកណាដឹងក្រៅពីពីរនាក់យើងបានទេប្រសិនបើមាននរណាដឹងនោះជំទាវនោះនឹងត្រូវក៏យកទៅហើយប្តីប្រពន្ធពីរនាក់នោះបានគិតគ្នាហើយក៏បានយកជំទាវនោះយកទៅលាក់នៅក្រោមខ្នើយជារៀងរាល់ថ្ងៃអ្នកភូមិនៅក្បែរនោះតែងតែឆ្ងល់ថាប្តីប្រពន្ធនេះមិនដែលទៅធ្វើចំការទៀតទេតើពួកគេមានលុយឯណាសាងសង់ផ្ទះទិញគោនិងទិញដីចំការព្រោះពួកគេជាប្តីប្រពន្ធដ៏កំសត់និងក្របំផុតនៅក្នុងភូមិដំណឹងនេះបានលើកទៅដល់ចៅមួយដែលមានឈ្មោះថាវង្សសុផាន់គឺជាចៅដ៏កំហុតមួយដែលបានលូតទ្រព្យសម្បត្តិគេជារៀងរាល់ថ្ងៃហើយចៅនោះក៏បានដឹងរឿងប្តីប្រពន្ធពីរនាក់នេះយប់ឡើងគេក៏បានទៅលបស្ដាប់នៅក្រោមផ្ទះពេលនោះប្តីប្រពន្ធពីរនាក់នោះមិនទាន់សម្រាកហើយក៏បាននិយាយរឿងជំទាវនេះហើយធ្វើឲ្យចៅដែលនៅក្រោមផ្ទះដែលបានលបស្ដាប់នោះក៏បានដឹងរឿងនេះហើយចៅនោះក៏បាននៅស្ងៀមហើយរងចាំឱកាសដ៏ល្អចាំឲ្យប្តីប្រពន្ធពីរនាក់នោះសម្រាកលង់លក់និងគេនឹងឡើងទៅលូកចង្កៀងនោះហើយចៅនោះក៏បានលួចបានសម្រេចហើយចៅនោះក៏បានធ្វើដំណើរចូលក្នុងព្រៃគេចង់សាកថាតើចង្កៀងវិតមុននេះពិតដោយប្តីប្រពន្ធពីរនាក់នោះនិយាយទេចៅនោះក៏បានសូមបំណងប្រាថ្នាសូមឲ្យមានសេះដ៏ស្អាតមួយនៅពីមុខគេហើយគេក៏បាននឹងអាចចង្កៀងនោះថ្នមពេលនោះបំណងប្រាថ្នារបស់ចៅនោះបានក្លាយជាការពិតគឺមានសេះដ៏ស្រស់ស្អាតមួយនៅពីមុខគេចៅនោះក៏បានគិតថានឹងត្រូវសុំអ្វីបន្តទៀតចៅនោះក៏បានគិតដឹងហើយក៏បានសុំចង្កៀងវិតមុននោះបង្កើតជារាជវាំងដ៏ធំមួយនិងមានបរិវារការពារច្រើននិងមានទ្រព្យសម្បត្តិមហាសាលចៅនោះនៅតែមិនទាន់អស់ចិត្តហើយក៏បានសុំឲ្យមានមហេសីដ៏ស្រស់ស្អាតជាច្រើននៅក្បែរគេងាកមកប្តីប្រពន្ធពីរនាក់នេះវិញបានដឹងថាខ្លួនបានមកចង្កៀងហើយពេលនោះប្តីក៏បានខឹងប្រពន្ធយ៉ាងខ្លាំងហើយក៏បានឈ្លោះជាមួយប្រពន្ធដោយសារតែបានភ្លាត់និយាយរឿងចង្កៀងតបនេះហើយធ្វើឲ្យចៅដែលនៅក្រោមផ្ទះបានលួចយកទៅបាត់ចៅនោះរស់នៅក្នុងរាជវាំងដោយមានសេចក្តីសុខនិងមានមហាសេដ្ឋីដ៏ស្រស់ស្អាតជាច្រើននិងមានទ្រព្យសម្បត្តិមហាសាលពេលនោះយក្សដ៏ធំដែលបានដេកលង់លក់រាល់ឆ្នាំមកហើយបានភ្ញាក់ឡើងហើយក៏បានដឹងថាបាត់ចង្កៀងវិតមុនយក្សនោះក៏បានដឹងថាចង្កៀងនេះបាត់ធ្លាក់មកឋានកណ្ដាលយក្សនោះចូលមកឋានកណ្ដាលហើយយក្សនោះក៏បានដើររកចង្កៀងវិតមុនរបស់ខ្លួនយក្សដ៏ធំមួយនេះក៏បានទៅរកប្តីប្រពន្ធពីរនាក់នោះធ្វើឲ្យប្តីប្រពន្ធពីរនាក់នោះមានការភ័យខ្លាចយ៉ាងខ្លាំងព្រោះគាត់ថាយក្សនេះមានមេធំខ្លាំងណាស់យក្សនោះក៏បានសួរដំណើររឿងតាក់ទងចង្កៀងតបវិតមុនតើឯងបានឃើញចង្កៀងវិតមុននោះទេពេលនោះប្តីប្រពន្ធពីរនាក់នោះបានប្រាប់ពីដំណើររឿងតាក់ទងថាមានចៅមួយបានលួចចង្កៀងវិតមុននោះយកទៅហើយចៅនោះរស់នៅក្នុងរាជវាំងមួយនៅជិតភ្នំបាលីយក្សនោះក៏បានដឹងដំណឹងនេះហើយក៏បានហោះធ្វើដំណើរទៅព្រះរាជវាំងនោះពេលនោះយក្សនោះបានប្រែកាឡាខ្លួនជានារីដ៏ស្រស់ស្អាតម្នាក់ហើយធ្វើដំណើរកាត់មុខរាជវាំងចៅនោះបានឃើញនារីដ៏ស្រស់ស្អាតហើយក៏បានហៅសួរតើនាងមកពីណាហើយចង់ទៅណាដែរនារីម្នាក់នោះក៏បានរៀបរាប់ប្រាប់ថាខ្លួនជាអ្នកក្រឪពុកម្ដាយស្លាប់ចោលជាក្មេងកំព្រារស់នៅតែម្នាក់ឯងពេលនោះចៅមានចិត្តកាត់ក្តីអាណិតក៏បានហៅនាងចូលធ្វើការនៅក្នុងរាជវាំងខ្លួនចៅនោះក៏បាននិយាយលួងលោមទៅនារីម្នាក់នោះធ្វើឲ្យនារីម្នាក់នោះទន់ចិត្តក៏បានស្រឡាញ់ចៅនោះតាមពិតទៅចៅនោះមិនបានដឹងថានារីម្នាក់នេះគឺជាយក្សដ៏ធំទេនាយប់មួយយក្សនោះបានប្រែកាឡាខ្លួនខ្លាចជាយក្សហើយយកចង្កៀងវិតមុននោះហោះទៅឋានលើវិញយក្សនោះក៏បានកាន់ចង្កៀងហើយស្ទាបថ្នមហើយយក្សនោះក៏បាននិយាយថាសូមឲ្យបំណងប្រាថ្នាអ្វីដែលអ្នកណាបានយកចង្កៀងនោះយកទៅហើយសូមឲ្យខ្លាចជាស្បិនភ្លាមពេលនោះបំណងប្រាថ្នារបស់យក្សដែលបានសំណូមពរបានខ្លាចជាការពិតប្តីប្រពន្ធពេលនាក់នោះបានភ្ញាក់ឡើងហើយក៏បានឃើញខ្លួនដេកក្នុងខ្ទមដែលចាស់ដែលធ្លាប់ដេកពីមុនមកនិងសំលៀកបំពាក់កញ្ចាស់ដាច់រហែកឯចៅនោះវិញបានឃើញខ្លួនដេកក្នុងព្រៃហើយឆ្ងល់ថាខ្លួនដេកក្នុងរាជវាំងហេតុអីបានមកដេកនៅក្នុងព្រៃអញ្ចឹងនាសម័យមួយនៃនគរអយុធខេមាជានគរមួយដ៏រុងរឿងដ៏អស្ចារ្យ
គ្រប់គ្រងដោយព្រះអង្គច័ន្ទបរិយនិងអគ្គមហេសីទេវីប្រជារាស្ត្ររស់នៅដោយក្តីសុខសាន្តថ្ងៃមួយអគ្គមហេសីទេវីមានប្រករចំថ្ងៃដែលនគរត្រូវគេឈ្លានពានដោយព្រះអង្គវណ្ណសថានីព្រះអង្គវណ្ណសថានីជាមនុស្សពុពលកាយសាហាវដែលឈ្លានពានគេគ្រប់ទីកន្លែងព្រោះតែចង់បង្កើនអំណាចខ្លួនព្រះអង្គវណ្ណសថានីមានអំណាចខ្លាំងពូកែហើយនឹងមានយក្សពីរដែលចាំជួយព្រះអង្គពេលធ្វើសង្គ្រាមម្ដងត្រឡប់មកនគរយុទ្ធខេមាវិញព្រះអង្គនិងព្រះអគ្គមហេសីបានភៀសខ្លួនរត់ចូលក្នុងព្រៃតែដោយសារតែអគ្គមហេសីឈឺកខ្លាំងពេកព្រះអង្គបានបញ្ជាឲ្យរៀបចំកន្លែងប្រសូតបុត្រពេលអគ្គមហេសីបានខំប្រឹងប្រសូតបុត្រខ្លាំងពេកបានធ្វើឲ្យអស់ជីវិតនៅក្នុងព្រៃព្រះអង្គឈឺចិត្តពេកដោយសារតែព្រះអគ្គមហេសីអស់ជីវិតព្រះអង្គក៏បានឈឺចិត្តក៏បានអស់ជីវិតទៅតាមព្រះអគ្គមហេសីដែរពេលនោះកងទ័ពព្រះអង្គវណ្ណសថានីបានតាមទាន់បានសម្លាប់ទាហាននិងអ្នកការពារទាំងអស់តែពេលនោះដោយសារតែមានបុត្រទាំងពីរបានតាយសេចាស់មួយនៅក្នុងព្រៃបានជួយយកទៅចិញ្ចឹមនេះមកព្រះអង្គវណ្ណសថានីវិញសប្បាយចិត្តខ្លាំងណាស់ដោយសារតែការឈ្លានពាននេះបានសម្រេចព្រះអង្គបានសម្លាប់អ្នកនៅក្នុងរាជវាំងទាំងអស់ដោយសារតែព្រះអង្គគិតថាអ្នកនៅក្នុងរាជវាំងគឺជាមនុស្សមិនស្មោះត្រង់ងាកមកបុត្រទាំងពីរតាយសេចាស់បានយកទៅចិញ្ចឹមពេលប្រសូតមកបុត្រទាំងពីរនោះមិនមែនជាទារកទេគឺជាខ្យងមាសនិងខ្យងប្រាក់តាយសេចាស់នឹកគិតថាបុត្រទាំងពីរនេះគឺជាអ្នកមានបុណ្យមួយម្នាក់កើតទៅលើទីឱកាសម្នាក់ទៀតកើតនៅក្រោមទីឱកាសពេលនោះតាយសេចាស់បានសេពមុនធ្វើឲ្យខ្យងមាសខ្យងប្រាក់កើតជាទារកពេលនោះតាយសេចាស់បានសម្រេចចិត្តដាក់ឈ្មោះឲ្យទារកទាំងពីរនោះថាគឺម្នាក់ខ្យងមាសគឺម្នាក់ខ្យងប្រាក់ពេលនោះតាអេសេចាក់បានសេពមុនជាថាឲ្យទារកទាំងពីរនោះកើតចេញជាកុមារឆាប់ធំរហ័សដោយកន្លងយូរទៅបុត្រទាំងពីរនោះពេញវ័យនិងមានសមត្ថភាពខ្លាំងអស្ចារ្យតាអេសេចាស់បានមករៀនមន្តវិជ្ជាការនិងវិទ្យាមន្តខ្លាំងអស្ចារ្យទៅព្រះអង្គទាំងពីរតាអេសេចាស់បានមករៀនមន្តវិជ្ជាការនិងវិទ្យាមន្តខ្លាំងអស្ចារ្យទៅព្រះរាជបុត្រទាំងពីរព្រះរាជបុត្រខ្យងមាសមានវិទ្យាមន្តខ្លាំងអស្ចារ្យដែលអាចបង្កើតសត្វធំនិងអាចជប់អ្វីដែលខ្លួនចង់ប្រាថ្នាបានព្រះអង្គខ្យងប្រាក់វិញមានវិទ្យាមន្តខ្លាំងអស្ចារ្យដែលអាចប្រែកាឡាខ្លួនជាអ្វីក៏បាននិងអាចហៅគោរន្ទះបានតែសេចាស់គិតថាព្រះអង្គទាំងពីរដល់អ្វីដែលអាចជួយសង្គ្រោះនគរវិញហើយតែសេចាស់បានឲ្យព្រះអង្គខ្យងមាសនិងដំបងវិទ្យាមន្តមួយឯព្រះអង្គខ្យងប្រាក់វិញតែសេចាស់បានឲ្យធ្នូវិទ្យាមន្តមួយតែសេចាស់បានប្រាប់ព្រះអង្គទាំងពីរថាចៅទាំងពីរល្មមដល់ពេលដែលជួយសង្គ្រោះនគរចៅវិញហើយព្រះអង្គទាំងពីរបានលាឥសីធ្វើដំណើរទៅនគរវិញតាមផ្លូវធ្វើដំណើរព្រះអង្គខ្យងមាសនិងព្រះអង្គខ្យងប្រាក់បានជួបសត្វនិមួយមានអំណាចខ្លាំងពូកែដែលចោលមកយាយីព្រះអង្គខ្យងមាសបានប្រើដំបងវិទ្យាមន្តវាយទៅលើសត្វនិនោះធ្វើឲ្យសត្វនិនោះចោះចាញ់ហើយសត្វនិនោះបានសុំចោះចាញ់ហើយសុខចិត្តធ្វើជាយានជំនិះរបស់ព្រះអង្គបន្តដំណើរទៅមុខទៀតព្រះអង្គខ្យងប្រាក់បានជួបនឹងសត្វតោមួយដ៏ធំដែលឈររាំងពីមុខព្រះអង្គពេលនោះព្រះអង្គខ្យងប្រាក់ដឹងថាតោនេះមិនធម្មតាព្រះអង្គខ្យងប្រាក់បានទាញធ្នូបាញ់ទៅលើសត្វតោនោះពេលនោះសត្វតោនោះត្រូវព្រួយក៏បានសុំចោះចាញ់ហើយក៏បានសុំព្រះអង្គខ្យងប្រាក់ធ្វើជាយានជំនិះរបស់ព្រះអង្គបន្តដំណើរទៅមុខទៀតតាមពិតទៅព្រះអិនដឹងថាព្រះអង្គទាំងពីរមិនទាន់មានយានជំនិះធ្វើដំណើរព្រះអិនក៏បានឲ្យសត្វនិនិងសត្វតោធ្វើជាយានជំនិះរបស់ព្រះអង្គទាំងពីរព្រះអង្គទាំងពីរបានមកដល់ជិតមុខនគរអយុធខេមាព្រះអង្គទាំងពីរបានឃើញយក្សពីរឈរយាមនៅមុខនគរព្រះអង្គវណ្ណសថានីបានដឹងថាព្រះអង្គទាំងពីរនេះមកសងសឹកនឹងទ្រង់ព្រះអង្គវណ្ណសថានីបានបញ្ជាយក្សទាំងពីរដែលយាមនៅមុខនគរនោះបានប្រយុទ្ធជាមួយព្រះអង្គខ្យងមាសនិងខ្យងប្រាក់ព្រះអង្គខ្យងមាសបានប្រើវិទ្យាមន្តឲ្យស្ដេចនិមានមាឌធំអស្ចារ្យនិងព្រះអង្គខ្យងប្រាក់បានប្រើវិទ្យាមន្តឲ្យស្ដេចតោមានមាឌធំខ្លាំងអស្ចារ្យពេលនោះសង្គ្រាមក៏បានចាប់ផ្ដើមរវាងព្រះអង្គនិងយក្សទាំងពីរការប្រយុទ្ធគ្នានេះធ្វើឲ្យផ្អើលអស់ឋានទាំង3ដោយអំណាចយក្សធំទាំងពីរនិងស្ដេចនិនិងស្ដេចតោព្រះអង្គខ្យងមាសព្រះអង្គខ្យងប្រាក់បានដឹងថាការប្រកួតនេះនឹងប្រើរយៈពេលយូរព្រះអង្គទាំងពីរបានដឹងថាអំណាចយក្សនេះមិនធម្មតាទេ
ព្រះអង្គទាំងពីរដឹងថាស្ដេចអ្នកនិងសេតោមិនអាចប្រកបប្រជែងជាមួយយក្សធំទាំងពីរនេះបានទេព្រះអង្គក៏បានប្រដំបងវេទមន្តនិងធ្នូទឹកដើម្បីបង្កើតសត្វមួយដ៏ធំដែលមានឈ្មោះថាសត្វរាមកាសត្វនេះមានខ្លួនជាមនុស្សតែក្បាលដំរីដៃ8កាន់អាវុធវេទមន្តគ្រប់ដៃសត្វរាមកានេះបានប្រើវេទមន្តខ្លាំងអស្ចារ្យទៅលើយក្សទាំងពីរធ្វើឲ្យយក្សទាំងពីរទប់ទល់នឹងវេទមន្តនេះមិនបានក៏សុំចោះចាញ់ហើយយក្សទាំងពីរនោះក៏បានក្លាយទៅជាថ្មទាំងពីរដែលយាមនៅមុខនគរនេះព្រះអង្គវណ្ណស្ថានីបានដឹងថាខ្លួននឹងត្រូវចាញ់ព្រះអង្គទាំងពីរក៏លេបថ្នាំសម្លាប់ខ្លួនទៅព្រះអង្គខ្យងមាសនិងព្រះអង្គខ្យងប្រាក់បានសម្លាប់យក្សនិងព្រះអង្គវណ្ណស្ថានីនគរក៏ចាប់ផ្ដើមធ្វើត្រឡប់មករុងរឿងដោយការគ្រប់គ្រងព្រះអង្គទាំងពីរគឺព្រះអង្គខ្យងមាសនិងព្រះអង្គខ្យងប្រាក់